បើមិនតែទៅចំនួនមុនបើយើងនិយាយថាភ្នាក់ងារចលនាវត្ថុគ្មានអ្នកណាចាប់អារម្មណ៍ទេគេគិតតែគូជេបាទហើយបើមិនតែបងដំបងដែលអាច involve ជាមួយមានថាចូលរួមជាមួយការទិញលក់ហ្នឹងម៉ាក់បងប្អូននេះគាត់នេះគឺភាគច្រើនតាមគួជេតាមភូមិឬមួយក៏តាមអ្នកស្គាល់គ្នាហើយបើសិនជាกระดาษទិញលក់វិញបងធ្លាប់ឃើញហែកกระดาษសភៅទៅសេយកហ្មងហើយអត់ដែរឆែកថាទីតាំងហ្នឹងផ្ទះមួយហ្នឹងអចលនវត្ថុមួយហ្នឹងគាត់បង់លុយហ្នឹងគឺត្រឹមត្រូវម្ចាស់ពិតមែនឬក៏អត់សូវមានឯចំនួនមុនព្រោះដោយសារតែប័ណ្ណពិសោធន៍ចំនួនហ្នឹងការទិញលក់ចាប់ផ្ដើមមានតិចតួចហើយយើងអាចនិយាយថាការបោកប្រាស់អីហ្នឹងក៏អត់ទាន់បានជួបប្រទះដល់ពេលគាត់ទៅទិញលក់ដបងគាត់អាចមានចន្លោះប្រហោងហ្នឹងបាទបងបាទនិយាយមានរឿងមួយទៀតបងកាលមិញមិននិយាយថាគាត់ធ្លាប់ទិញខ្លួនឯងមានបញ្ហាមានអ្នកខ្លះគាត់ធ្លាប់ទិញលក់មួយភ្នាក់ងារហើយមានបញ្ហាដល់ពេលគាត់មានបញ្ហាគឺគាត់រៀងរហូតហ្នឹងហើយអញ្ចឹងក៏ពិតវាជាសំណុំពរដែរទៅដល់បងប្អូនឬក៏បងដែលជាភ្នាក់ងារអចលនវត្ថុនៅក្នុងសម័យកាលនេះនៅក្នុងពេលនេះណាបងគួរតែពេលខ្លះជួយការពារហានិភ័យអតិថិជនហើយធ្វើម៉េចជួយឲ្យវិស័យរបស់យើងហ្នឹងវារីកចម្រើនទៅមុខយើងអាចនិយាយថាចំនួនហ្នឹងមុនហ្នឹងគេអត់ទាន់ទុកចិត្តទៅលើក្រុមហ៊ុនក្នុងស្រុកដែលអាចជួយគេបានព្រោះគេគិតថាក្រុមហ៊ុនបរទេសធំអាចជួយលក់គាត់បានលឿនចេញទៅខាងក្រៅដូចមិនឈួតចឹងដើម្បីគេហៅថាតាក់ទាញចំណាប់អារម្មណ៍ហើយអ្នកខ្លះទៀតគឺគាត់ស្ពាយនេះស្ពាយនោះឲ្យគេមើលមកកលេចមកឃើញគាត់ហ្មងហ្នឹងហើយពេលខ្លះគេកាន់ផ្លាកដោយអ្នកសុំបើយើងនិយាយស្មាតទុកដោយអ្នកសុំទានឬមួយក៏អ្នកខ្លះវិញកាន់ផ្លាកដោយគ្រូទិសទាអញ្ចឹងដើម្បីតាមផ្លូវឲ្យមានឱកាសគេមើលឃើញកាន់តែច្រើនបាទបងក្រុមហ៊ុនខ្មែរគឺជាក្រុមហ៊ុនមួយដែលមានការប្រកួតប្រជែងដែលក្រុមហ៊ុនមួយដែលគេថាអូមិនក្រុមហ៊ុនបរទេសអត់ចង់មកធ្វើការមួយផងអានេះគឺជារឿងមួយក្តីអាការឈឺចាប់មួយថាហេតុអីបានជាក្រុមហ៊ុនក្នុងស្រុកមិនអាចតាក់ទាញ talent បានវីដេអូនេះគឺនាំមកជូនដោយហាងលូបផលិតផលសម្រាប់ content creation Creator Store Cambodia សម្រាប់បងដែលចង់បានផលិតផលដែលមានគុណភាពសម្រាប់យកទៅថតវីដេអូគឺអាចតាក់ទងមក page របស់ Creator Store Cambodia បានស្វាគមន៍មកកាន់អេពីសូតទី3របស់ Winnie Podcast ហើយនៅក្នុងអេពីសូតមួយនេះគឺយើងនឹងនិយាយអំពីការវិវត្តរបស់ភ្នាក់ងារអចលនវត្ថុថាតើពីពេលមុនមកដល់ឥឡូវហើយទៅថ្ងៃអនាគតហ្នឹងគឺយើងនឹងប្រែប្រួលដូចម្តេចខ្លះអូខេបាទបងដោយសារថ្ងៃមុនហ្នឹងទៅជែកជាមួយបងតាក់ទងនឹងរឿងហ្នឹងបងលើកមកហ្នឹងខ្ញុំស្ដាប់ទៅអូប្រធានបទហ្នឹងគឺល្អតាយើងអាចយកមកចែកម្លែកឲ្យភ្នាក់ងារអចលនវត្ថុយើងឲ្យគាត់ដឹងថាបើសិនជាគាត់ចូលមកពីពេលមុនអត់អីទេតែបើសិនជាគាត់ទៅចូលថ្មីហើយគាត់មានបទពិសោធន៍ទទួលយកបទពិសោធន៍នោះដើម្បីយកទៅអភិវឌ្ឍខ្លួនវាគិតថាវាល្អសម្រាប់ពួកគាត់ហ្នឹងហើយអញ្ចឹងក៏អញ្ជើញបងថាឥឡូវយើងយក topic ហ្នឹងមកនិយាយនៅក្នុង podcast នេះតែម្ដងអូខេបាទបងអញ្ចឹងបងតោះឥឡូវយើងនិយាយពីតាក់ទងនឹងពីពេលមុនណាបងដូចជាភ្នាក់ងារការមុននៅពេលដែលគាត់ចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យហ្នឹងការងាររបស់គាត់ក៏ដូចជាការផ្សព្វផ្សាយការដាក់លក់របស់គាត់យើងអាចជជែកពីប្រធានបទហ្នឹងតិចណាបងហ្នឹងហើយមានអីបើមិនតែទៅចំនួនមុនបើយើងនិយាយថាភ្នាក់ងារចលនាវត្ថុគ្មានអ្នកណាចាប់អារម្មណ៍ទេគេគិតតែគូជេបាទហើយបើមិនតែបងដំបងដែលអាច involve ជាមួយមានថាចូលរួមជាមួយការទិញលក់ហ្នឹងម៉ាក់បងប្អូននេះគាត់នេះគឺភាគច្រើនតាមគួជេតាមភូមិឬមួយក៏តាមអ្នកស្គាល់គ្នាបាទបងបាទអញ្ចឹងចំនួនមុនការទិញលក់វិញគឺអត់មានអីត្រូវការកុងត្រាអីញ៉ៃត្រូវការផ្លូវច្បាប់អីញ៉ៃច្រើនទេជួបមុខគ្នាត្រូវថ្លៃគ្នាកក់ពេលខ្លះកក់តែមាត់លក្ខណៈថាឲ្យតែលុយឲ្យចប់ហើយបើសិនជាกระดาษទិញលក់វិញបងធ្លាប់ឃើញហែកกระดาษសភៅទៅសេយកហ្មងហើយអត់ដែរឆែកថាទីតាំងហ្នឹងផ្ទះមួយហ្នឹងអចលនវត្ថុមួយហ្នឹងគាត់បង់លុយហ្នឹងគឺត្រឹមត្រូវម្ចាស់ពិតមែនឬក៏អត់សូវមានឯចំនួនមុនព្រោះដោយសារតែប័ណ្ណពិសោធន៍ចំនួនហ្នឹងការទិញលក់ចាប់ផ្ដើមមានតិចតួចហើយយើងអាចនិយាយថាការបោកប្រាស់អីហ្នឹងក៏អត់ទាន់បានជួបប្រទះដល់ពេលគាត់ទៅទិញលក់ដបងគាត់អាចមានចន្លោះប្រហោងហ្នឹងហើយអត់ចំនួនហ្នឹងអត់មានភ្នាក់ងារផងមានតែលក្ខណៈបើយើងនិយាយថាគួជេពីណាក៏គួជេដែរឲ្យតែអាចនាំភ្ញៀវមកបានឲ្យតែអាចរកការទិញលក់មកបានគឺជាអ្នកដែលគេពឹងពាក់ក្នុងការរកភ្ញៀវឬក៏ទិញដីទិញផ្ទះហ្នឹងអញ្ចឹងចំនួនមុនបើយើងនិយាយថាត្រូវការចេះចំណេះដឹងអីឬអត់បាច់ហងឲ្យតែចេះចាប់ដូចថាចាប់ពីមួយទៅមួយគូកងនេះអូខេហើយតែពីមួយដំណាក់កាលទៅមួយដំណាក់កាលវារៀងប្រែប្រួលទៅតាមសម័យកាលហ្មងអញ្ចឹងបងចាប់ផ្ដើមចូលទៅក្នុងវិស័យអចលនវត្ថុដំបូងហ្មងជាភ្នាក់ងារ
គឺនៅឆ្នាំ2015 បាទមកខ្មែរបានមួយឆ្នាំចូលក្នុងវិស័យភ្នាក់ងារហ្នឹងហើយភ្នាក់ងារជំនាន់ហ្នឹងពេលដែលយើងទៅគេនិយាយមួយគេពាក់ព័ន្ធជាមួយឲ្យគេឲ្យយើងដាក់លក់ទេសគឺគេគិតថាយើងជាគួរជេរសុទ្ធសាធហ្មងហើយ concept មួយហ្នឹងគោលគំនិតពាក់ព័ន្ធមួយការប្រើប្រាស់សេវាកម្មភ្នាក់ងារចំណុចវត្ថុជំនាន់ហ្នឹងគឺថាថ្មីស្រឡាងជាមួយពួកគាត់អញ្ចឹងអ្នកខ្លះក៏គិតថាយើងជាគួរជេរយើងអត់មានអីត្រូវបង់លុយច្រើនផងអ្នកខ្លះគាត់អត់ដែលធ្លាប់ប្រើសេវាកម្មហ្នឹងក៏គាត់និយាយថាអត់អីទេអូនឯងយកផ្ទះបងទៅដាក់លក់ទៅបើលក់បានចាំបងឲ្យ$50ព្រោះគាត់គិតថាអាការទិញលក់អចលនវត្ថុហ្នឹងអត់មានត្រូវចេះអីផងអត់មានត្រូវការចាយលុយចាយដើមទុនទេហើយដល់ពេលអញ្ចឹងគឺគាត់អត់សូវឲ្យតម្លៃទៅលើវិស័យភ្នាក់ងារហ្នឹងទេអ្នកសូម្បីតែបច្ចុប្បន្នអ្នកខ្លះដែលគាត់អត់ទាន់មានអភិសាលផ្នែកហ្នឹងក៏គាត់ថាភ្នាក់ងារគឺជាសេវាកម្មមួយដែលចាក់ទឹកយកលុយអត់ត្រូវការដើមទុនប៉ុន្តែអ្នកទាំងអស់គ្នាបើសិនជាអ្នកធ្លាប់ចូលក្នុងវិស័យមួយហ្នឹងពេលខ្លះដើម100000ក៏ដាច់បាត់ដែរក្នុងរយៈពេល1ឆ្នាំបើសិនជាអត់ចេះប្រើប្រាស់ទុននឹងឲ្យបានស្រួលបួរអញ្ចឹងភ្នាក់ងារវាជាជំនាញមួយដែរអញ្ចឹងឆ្នាំ2015ហ្នឹងចាប់ផ្ដើមហ្នឹងគឺពិបាកមែនតើក្នុងការចរចាមួយអតិថិជនដោយសារតែគាត់អត់ទាន់បើកចិត្តគាត់នៅតែគិតថាភ្នាក់ងារគឺជាគួរជេរដែលអត់មានជំនាញជាអ្នកដែលអត់ត្រូវការចាយវាអីទេជាអ្នកអត់មិនមែនជាអាជីពដល់ពេលហ្នឹងក៏អត់សូវឲ្យតម្លៃទេ2017-18គឺជាសម័យកាលដែលគេហៅថាអចលនវត្ថុផ្ទុះខ្លាំងភ្នាក់ងារចាប់ផ្ដើមមានហុងស៊ុយខ្លះព្រោះពេលហ្នឹងសម្រាប់អ្នកអំពេញប្រហែលជាគាត់អ្នកខ្លះប្រើដោយសារតែគាត់រវល់គាត់អាចប្រើសេវាកម្មហើយដូចបងនៅក្នុងសម័យកាលហ្នឹងបងបានចាប់ឱកាសមួយគឺថាបងបានប្រើប្រាស់បច្ចេកវិទ្យាក្នុងការស្វែងរកអតិថិជនអញ្ចឹងពេលហ្នឹងឱកាសបានគឺដោយសារតែយើងប្រើប្រាស់ការផ្សព្វផ្សាយតាមប្រព័ន្ធ digital អ្នកដែលគាត់ដាក់លក់តាមយើងហ្នឹងគឺនៅតែខេត្តអញ្ចឹងគាត់អត់មានជំរឿនក្នុងការជូនភ្ញៀវមកមើលផ្ទះទៅមើលផ្ទះទេគាត់នៅប៉ោយប៉ែតនៅកពតនៅរតនគិរីនៅពោធិ៍សាត់នៅអីហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើការផ្សព្វផ្សាយទៅដល់ពួកគាត់ហ្នឹងគឺគាត់ដឹងថាយើងហ្នឹងគឺអាចជួយគាត់ក្នុងការដាក់លក់ផ្ទះបានអញ្ចឹងជំនាន់ហ្នឹងគឺយើងបានទទួលសេវាកម្មភាគច្រើនអាចនិយាយថាដំបូងភាគច្រើនមកពីខេត្តមកវិញអ្នកដែលគាត់មានលុយនៅខេត្តគាត់មានអចលនវត្ថុនៅភ្នំពេញគាត់ផ្ញើយើងលក់អ្នកភ្នំពេញក៏មានដែរប៉ុន្តែគ្រាន់តែអ្នកភ្នំពេញបើយើងនិយាយភាគរយនៃការតាក់ទងមួយចំនួនធំគឺគាត់នៅតែគិតថាពេលដែលជួលភ្នាក់ងារទៅគាត់អស់កុំជុំហើយភ្នាក់ងារដូចអត់មានជួយអីទេចាំតែយកកុំជុំច្រើនណាគាត់អ្វីដែលគាត់គិតគឺអញ្ចឹងហើយអ្នកខ្លះគាត់ថាចាំបាច់តែឲ្យគេផ្សព្វផ្សាយឲ្យទៅអីដាក់តាផ្លាកលក់ទៅលក់បានព្រោះជំនាន់ហ្នឹងអចលនវត្ថុចាប់ផ្ដើមមានគេហៅថាមានទីផ្សារណាដល់ពេលអញ្ចឹងគាត់ជ្រើសរើសក្នុងការលក់ខ្លួនឯងវិញលុះត្រាតែគាត់ជាមនុស្សរវល់គាត់អ្នកដែលគាត់យល់ពីគេហៅតម្លៃនៃអាជីពមួយហ្នឹងមិនគាត់អាចឲ្យយើងអញ្ចឹង2017-18ហ្នឹងភ្នាក់ងារក៏ចាប់ផ្ដើមមានទីផ្សារបដាប៉ុន្តែចំនួនហ្នឹងការប្រកួតប្រជែងក៏ខ្ពស់ដែរនៅពេលដែលវិស័យអចលនវត្ថុមានសន្ទុះខ្លាំងភ្នាក់ងារចាប់ផ្ដើមរកឱកាសឃើញអញ្ចឹងពីណាក៏បុកចូលមកក្នុងវិស័យហ្នឹងដែរអញ្ចឹងធ្វើឲ្យទីផ្សារមួយទាំងមូលត្រូវបានចែកគ្នាដោយមនុស្សជាច្រើនអាចថារាប់រយរាប់ពាន់អ្នកពីច្រើនមែនឃើញច្រើនពីណាក៏ចង់ខ្លាចជាភ្នាក់ងារដែរព្រោះគិតថាមកវិស័យនេះរកលុយបានស្រួលអត់ត្រូវការចាយដើមទុនទេក៏អាចរកលុយបានពាន់ម៉ឺនដែរព្រោះអានេះគឺជាការមើលរូបភាពពីខាងក្រៅមកហើយមកកន្លែងនេះគឺជាកន្លែងកើបលុយអញ្ចឹងបុកចូលទាំងអស់គ្នាប៉ុន្តែយើងអាចនិយាយថាក្នុងចំណោម 100% ដែលគាត់អាចមកក្នុងវិស័យនេះជោគជ័យមានតែប្រមាណភាគរយព្រោះភាគច្រើនអ្នកដែលគាត់ចូលក្នុងវិស័យនេះគឺពឹងផ្អែកទៅលើការចង់បានលុយច្រើនលឿនអញ្ចឹងហើយធ្វើឲ្យគាត់អត់អាចនៅក្នុងវិស័យនេះបានទេហើយដល់ពេលបន្ទាប់ពីនឹងទៀតយើងឃើញថាទីផ្សារចាប់ដើមពិបាកអញ្ចឹងមនុស្សជាច្រើនដែលគាត់ចូលមកមានអារម្មណ៍ថារកអត់បានក៏ចេញទៅវិញទាំងអស់ដែរដល់ពេលអញ្ចឹងយើងឃើញថាភ្នាក់ងារបច្ចុប្បន្នវាចាប់ដើមតិចជាងមុនក្រុមហ៊ុនក៏តិចជាងមុនទោះបីជាពេលខ្លះក្រុមហ៊ុនច្រើនមែនប៉ុន្តែលែងមានបុគ្គលិកដូចមុនទៀតហើយដោយសារតែវិបត្តិសេដ្ឋកិច្ចបាទបងចេញពីកូវីដចេញពីសង្គ្រាមបន្ទាប់មកមានរឿងតរហូតដល់ធ្វើឲ្យវិស័យអចលនវត្ថុមានភាពមិនសូវស្ទុះងើបដល់ពេលអញ្ចឹងអ្នកធ្វើការក្នុងវិស័យភ្នាក់ងារក៏គាត់យើងនិយាយថាអ្នកភាគច្រើនដាច់បាយអញ្ចឹងអ្នកដែលអាចនៅក្នុងពេលបច្ចុប្បន្នបានគឺថាអ្នកលុះត្រាតែគាត់ហ្នឹងមានជំនាញវិជ្ជាជីវៈខ្ពស់មែនតើហើយគាត់ចេះច្រើន
គាត់ដឹងថាគាត់ត្រូវធ្វើមិនក្នុងសម័យកាលនេះបានគាត់អាចរស់បាននិងរលុយបន្តទៅមុខទៀតបានអញ្ចឹងមិនថាពីមួយសម័យទៅមួយសម័យគឺថាផ្លាស់ប្ដូរច្រើនមែនតើបាទបងក៏ប៉ិតបើនិយាយពីសម័យនេះបងខ្ញុំគិតថាបើថាឲ្យចំណេញមិនបាច់និយាយរឿងចំណេញទេសំខាន់ឲ្យតែទប់ក្រុមហ៊ុនបានសិនល្អហើយខ្ញុំគិតថាម្ចាស់អាជីវកម្មភាគច្រើនដែលគាត់ជាម្ចាស់ក្រុមហ៊ុនចំណាក់ទ្រព្យខ្ញុំគិតថាដូចគ្នាស្ថានភាពដូចគ្នាអញ្ចឹងអ្នកដែលឈរជើងបាននៅក្នុងសម័យនេះគឺខ្ញុំគិតថាអ្នកដែលរៀងគ្រាន់បាយបងហើយនិយាយតាក់ទងនឹងពីដើមមុនចុះបងដោយសារតែបងដឹងខ្ញុំចូលក្នុងវិស័យអចលនវត្ថុហ្នឹងក្នុង2018អញ្ចឹងវាក្នុងចំណុចរបត់ពីគេអ្នកដែលជាអ្នកគក់ជេរធម្មតាមកក្រុមហ៊ុនដែលមានផ្ដល់សេវាកម្មអីចឹងទៅហ្នឹងហើយបើនិយាយពីមុនឥឡូវនិយាយពីមុនបន្តិចដោយសារខ្ញុំធំដឹងក្តីក្នុង2007 2008យើងចាប់ដើមធំដឹងក្តីហើយអញ្ចឹងយើងដឹងថាទីផ្សារហ្នឹងមានហើយពេលហ្នឹងកំពុងតែផ្ទុះដែរបងនៅតំបន់ខាងខ្ញុំដូចជានៅខាងកដីខ្សាត់ហ្នឹងមានការទិញលក់ច្រើនអញ្ចឹងការទិញលក់សម័យហ្នឹងឃើញដូចអញ្ចឹងមែនមានអ្នកចង់ទិញឧបមាថាអ្នកក្នុងតំបន់ឬក៏អ្នកក្រៅតំបន់ពឹងពាក់ពួកគួជេរនៅក្នុងតំបន់ដើម្បីឲ្យគាត់រកដីអញ្ចឹងការផ្សព្វផ្សាយរបស់គាត់គឺអត់មានអីផ្សព្វផ្សាយដូចសម័យឥឡូវមាន Facebook មាន Telegram ឬក៏មាន TikTok ដូចឥឡូវទេបងការទិញលក់គឺពឹងអ្នកដែលស្គាល់គ្នាហ្នឹងហើយមានថាគាត់ស្គាល់ property ស្គាល់ម្ចាស់យកមកគូផ្គងគ្នាហើយសួរថាការទិញលក់បែបពេលហ្នឹងវាទលំទលាយអត់ទលំទលាយទេគឺតើតាមានអ្នកដែលគាត់ចង់បានហើយមានអ្នកចង់លក់គឺផ្នែកការងាររបស់អ្នកគូជាហ្នឹងគឺហៅពីរហ្នឹងមកជួបគ្នាអញ្ចឹងយល់ពីអ្នកដែលគាត់ដូចចាស់យើងនិយាយថាចាស់មកដល់ស្មារតីចាស់គាត់ពេលខ្លះគាត់អត់ទាន់ឲ្យតម្លៃភ្នាក់ងារទេដោយសារតែគាត់គិតថាការងាររបស់ភ្នាក់ងារអត់មានអីពិបាកផងហ្នឹងហើយព្រោះដល់ពេលគិតដល់រឿងហ្នឹងបានយើងថាអ្នកមួយចំនួនពេលខ្លះដោយសារតែគាត់គិតអញ្ចឹងក៏គាត់ទទួលបានគេហៅថាប័ណ្ណពិសោធន៍ជួយចោតដែរបាទបងពេលដែលគាត់ថ្មីហើយគាត់អត់ដឹងថាការទិញលក់ហ្នឹងមិនហើយគាត់ទៅធ្វើខ្លួនឯងវាហានិភ័យខ្ពស់មែនតើអញ្ចឹងដូចបងកាលហ្នឹងបងឮពីពេលឯងដែរថាមានអតិថិជនមួយគាត់ទិញលក់ខ្លួនឯងចុងក្រោយគាត់ហេងណាស់ដែលគាត់បានមកតាក់ទងសួរនាំឲ្យយើងជួយការផេះមួយហ្នឹងដូចកាញ់ដូចនៅទូប្រូនៅទូបង្រោហ្នឹងហើយអញ្ចឹងពេលហ្នឹងអាហ្នឹងគឺជាការសម្រេចចិត្តល្អសម្រាប់គាត់មួយណាដែលគាត់ចេះមកសួរនាំហើយគាត់ឲ្យយើងហ្នឹងទៅចូលរួមជួយការងារហ្នឹងហ្មងបាទបងហើយដល់ពេលចុងក្រោយពេលលែងឃើញមិនអាការហ្នឹងក៏ប៉ិតចេះទេបងគាត់ស្គាល់យើងដោយសារតែពេល COVID ហ្នឹងយើងមិនរៀងស្ងាត់យើងធ្វើវីដេអូចែកម្លែកតាក់ទងនឹងវិស័យអចលនវត្ថុដល់ពេលអញ្ចឹងគាត់ឃើញយើងចែកម្លែកគាត់ដឹងថាយើងមានជំនាញក៏គាត់ពឹងពាក់តែគ្រាន់ណាពេលហ្នឹងគាត់ពឹងពាក់គាត់ឲ្យជាសេវាយើងទៀតគាត់ថាឲ្យតាអូនជួយទិញលក់ឲ្យបងនឹងផ្ដល់ជាសេវាឲ្យអូនអញ្ចឹងណាតែគ្រាន់ណាពេលហ្នឹងយើងអត់បានយកសេវាពីគាត់ទេបងក៏យើងជួយព្រោះដោយសារគិតថាអាណិតគាត់ដែរព្រោះដោយសារការទិញលក់ហ្នឹងវាអត់ជោគជ័យបងហើយពេលហ្នឹងឥឡូវយើងនិយាយរឿងនឹងតិចតាក់ទងនឹងពេលដែលគាត់តាក់ទងមកហ្នឹងក៏ប៉ិតយើងមានអារម្មណ៍មួយយើងថា gut feeling របស់យើងថាភ្ញៀវនេះអត់ស្រួលព្រោះដោយសារលក្ខខណ្ឌរបស់គាត់ការទូទាត់ប្រាក់របស់គាត់ហ្នឹងវាមើលទៅវាអត់ទំនងហ្នឹងហើយដូចមានថាផ្ទះហ្នឹង100000ជាងគាត់ទូទាត់តែប្រហែលម៉ឺនទេតែគាត់សុំយកប្លង់ហ្នឹងទៅដាក់នៅធនាគារបាទហើយកាត់ឈ្មោះទៅគាត់ទៅអីចឹងទៅពេលហ្នឹងក៏យើងផ្ដល់ជាយោបល់របស់គាត់មួយចំនួនអញ្ចឹងណាបងក៏ប៉ិតលាក់វីដេអូហ្នឹងខ្ញុំបានចែកម្លែកនៅក្នុងបណ្ដាញសង្គមរបស់ខ្ញុំដែរតែអាចថាយើងរំលឹកតិចតួចព្រោះដោយសាររឿងហ្នឹងសម្រាប់អ្នកដែលគាត់ទិញថ្មីអ្នកដែលគាត់ទិញលក់ដោយផ្ទាល់ដល់ពេលដែលគាត់អត់មានអ្នកប្រឹក្សាគឺវាអាចមានហានិភ័យអញ្ចឹងផ្ទះ100000គាត់កាត់ប្លង់ទៅឲ្យគេហើយសម្បីតែប្លង់ក៏ខាងអ្នកទិញហ្នឹងគាត់ចង់យកទៅដាក់ធនាគារខ្លួនឯងដែរអត់ឲ្យម្ចាស់ដឹងឮទេហើយធនាគារសិក្សាពេលណាអត់តមាន loan approval ទេពេលដែលគាត់មកទិញលក់ធ្វើកុងត្រាទិញលក់ហ្នឹងហើយអញ្ចឹងវាសិតតែជារឿងហានិភ័យគាត់យកប្លង់ទៅបាត់គាត់បានលុយពីធនាគារអត់ទាន់ទូទាត់លុយឲ្យគាត់អត់ដឹងទៅតាក់ទោពីណាគេទេហើយចំនួនហ្នឹងបងឮទៀតថាអ្នកទិញហ្នឹងសិតតែអីណាមានអង្គរៈបើកឡានឲ្យទៀតបាទបងបាទតែគាត់ណាគាត់មានអង្គរៈបើកឡានតែឡានដែលគាត់ជិះហ្នឹងមិនមែនជាឡានដែលថ្លៃទំនើបអីទេអញ្ចឹងនៅពេលមកយើងសិតគិតតារឹតតាអីគេកាន់តែអត់ទុកចិត្តគាត់ទៀតហើយនៅពេលដែលធ្វើកុងត្រាទិញលក់ឲ្យភ្លាមអត់ទាន់ទូទាត់លុយឲ្យម្ចាស់ទេព្រោះតាមអ្វីដែលខ្ញុំគិតគឺគាត់គិតថាទូទាត់លុយឲ្យម្ចាស់ហើយគាត់បោកគេលេខបានហើយព្រោះដោយសារមានក្រុមហ៊ុនមានមេធាវីអីចូលរួមត្រឹមត្រូវអញ្ចឹងទៅថ្ងៃមុខទៀតគឺ
លុយហ្នឹងគឺគេដឹងតែចោលហើយ ព្រោះការហ្នឹងដូចជាបងចាំបានពីលែងប្រាប់ថាពេលដែលទៅគាត់មានអារម្មណ៍អត់សំណុកចិត្តនៅពេលដែលយើងមានចូលទៅជួយណាគាត់មានអារម្មណ៍ថាដូចជារៀងលាក់ខ្លួនណា គាត់ចេញចូលចឹងទៅធ្វើកុងត្រាផ្ដិតមេដៃហើយអត់តន់ទូទាត់លុយគាត់សុំទៅមួយផ្លែតគាត់ថាសុំទៅមួយផ្លែតខ្ញុំថាអូអត់ស្រួលទេចឹងប្រាប់ទៅម្ចាស់ហ្មងទៅហើយពេលហ្នឹងកុងត្រាយើងផ្ដិតយើងអីហើយមែនតែយើងអត់តន់បកគោលឲ្យគាត់ទេទូថាតែគាត់ថាទូទាត់លុយអញ្ចឹងពេលហ្នឹងក៏យើងយកកុងត្រាហ្នឹងមកខៈមកអីជាមួយមេតាវីចោលបង ហ្នឹងហើយព្រោះរឿងមែនតើនៅក្នុងការទិញលក់យើងជាភ្នាក់ងារយើងជួបរឿងច្រើនរឿងខ្លះមានរឿងមួយចំនួនដែលយើងស្ដាប់ទៅវាអត់គួរកាត់ឡើងតែដោយសារតែម្ចាស់ហើយនឹងអ្នកទិញអីគាត់ថ្មីជាមួយរឿងហ្នឹងវាទៅចេញជារឿងផ្សេងដូចបងធ្លាប់ជួបខេសរឿងមួយដែរដែលគាត់លក់ដីមកកន្លែងគាត់ទិញដីមកកន្លែងតាមគួកជេហើយទទួលស្គាល់ថាគួកជេខ្លះគាត់មានបទពិសោធន៍ច្រើនគាត់អាចជួយជាលក្ខណៈផ្លូវច្បាប់ប៉ុន្តែភាគច្រើនគឺអត់សូវខ្វល់រឿងនេះទេយើងឃើញភាគច្រើនដោយសារតែភាគច្រើនក៏ផ្ដោតទៅលើធ្វើម៉េចឲ្យបានកុំចុងអញ្ចឹងយើងក៏មានយើងអាចនិយាយថាមានគួកជេល្អក៏មានគួកជេមិនសូវល្អដែរអញ្ចឹងមួយហ្នឹងគាត់ហ៊ានកក់លុយគេឡើងរាប់ពាន់រាប់ម៉ឺនដូចជាម៉ឺនមិនមែនពាន់ទេទិញដីមកកន្លែងហើយពេលដែលគាត់បាញ់กระดาษកក់លុយហ្នឹងយើងគ្រាន់ឃើញហើយយើងស្ងាក់ហ្មងគឺលិខិតសរសេរដៃ2 3ជួរឈ្មោះនេះទិញដីនៅនេះអត់មានទីតាំងច្បាស់លាស់អត់មានក្បាលដីច្បាស់លាស់គ្រាន់កក់លុយប៉ុណ្ណឹងសញ្ញេហើយចប់ហើយដល់ពេលចុងក្រោយពជាពេលធ្វើកិច្ចសន្យាពជាពេលក្នុងការ process ទៅជំហានបន្ទាប់ទៀតមានការកិច្ចវេះរហូតហើយដល់ពេលសួរគាត់ថាមានបានឃើញប្លង់ឃើញអីគាត់ថាអត់មានផងហើយខេសមួយហ្នឹងមែនតើគាត់ធ្វើខ្លួនឯងវារាប់ខែបានគាត់ដាច់ចិត្តមកតាក់ទងសួរនាំអញ្ចឹងណាវាធ្វើឲ្យគាត់នឹងបាត់លុយនិយាយបាត់លុយដោយសារអីគាត់តាក់ទងខាងគូជេក៏លេងចូលហើយគាត់អត់ដឹងទៅតាក់ទងខាងម្ចាស់នៅកន្លែងណាកណ្ដាស់កិច្ចសន្យាដែលគាត់ទិញលក់ហ្នឹងវាអត់មានអីជាលិខិតដែលអាចទទួលយកជាការស្វែងរកប្រភពដើមបានណាតាក់ញៀនបានក៏អត់មានកូពីប្លង់ដើមក៏អត់មានកូពីមានតែกระดาษសរសេរដៃមួយដែលថាគាត់កក់លុយប៉ុណ្ណឹងមែនហើយមិនដឹងថាដីនៅណាទៀតបើមិនជាយើងមើលกระดาษហ្នឹងហើយអត់ដឹងថាដីហ្នឹងគាត់ទិញនៅណាប៉ុណ្ណឹងអាសិតតែជារបស់ដែលថាគិតថាអត់អីទេដល់ពេលមានរឿងមិនមានបញ្ហាហ្នឹងឯងត្រូវទេបងសំបីតែសប្ងៃយើងជាក្រុមហ៊ុនហ្នឹងភ្ញៀវអតិថិជនខ្លះបងគាត់ធ្លាប់មានបទពិសោធន៍នឹងអញ្ចឹងគាត់សឹងតែបន្ទុកចិត្តផងតែដល់ពេលដែលគាត់បានមកធ្វើការទិញលក់ជាមួយយើងគាត់បានមកដល់ក្រុមហ៊ុនហើយយើងផ្ដល់សេវាកម្មឲ្យគាត់ទៅគាត់មានអារម្មណ៍ផ្សេងគាត់ផ្លាស់ប្ដូរការគិតគាត់ពីការព្រោះដោយសារមានអតិថិជនដែលគាត់ធ្លាប់ទិញខ្លួនឯងគាត់ថាតែឲ្យតែទិញខ្លួនឯងគឺមានបញ្ហារហូតគាត់ថាឲ្យតែពេលដែលគាត់ទិញខ្លួនឯងហ្នឹងគឺឲ្យតែទិញគឺម្ចាស់ដឹងតែមានបញ្ហាបើមិនរឿងនេះរឿងនោះហ្នឹងហើយគាត់ថាអានេះគឺមិនមែននិយាយលើកតសារថាទិញតាមក្រុមហ៊ុនភ្នាក់ងារដឹងតែល្អ 100% ទេព្រោះក្រុមហ៊ុនភ្នាក់ងារខ្លះដូចគ្នាបងគាត់ចង់បានតលុយដូចបងថាអញ្ចឹងគាត់ធ្លាប់ធ្វើគួកជេដល់ពេលគាត់ចូលមកក្រុមហ៊ុនគឺគាត់ចង់បានលុយអញ្ចឹងទោះបីជាមានហានិភ័យក្នុងការទិញលក់ហ្នឹងពេលខ្លះគាត់ចេះតែជំរុញហ្នឹងហើយព្រោះយើងធ្លាប់ជួបករណីអញ្ចឹងនៅពេលដែលយើងអង្គមកថាធម្មតាការទិញលក់យើងមានភាគីខាងម្ចាស់ផ្ទះមានភាគីខាងអ្នកទិញអញ្ចឹងទៅអញ្ចឹងក៏យើងធ្លាប់សហការមួយក្រុមហ៊ុនមួយចំនួនដែរដែលពេលដែលយើងធ្វើទៅមានអារម្មណ៍ថាពួកគាត់ដូចអត់សូវគេហៅថាយកចិត្តទុកដាក់ជាមួយភាគីណាមួយណាអញ្ចឹងបើសិនជាតាមជំនាញវិជ្ជាជីវៈគឺយើងផ្ដោតថាធ្វើម៉េចការពារហានិភ័យទាំងសងខាងមុននឹងយើងអាចចង់បានលុយគេនឹងបើយើងនិយាយ commission គឺជាសេវាកម្មក្រោយពីបញ្ចប់អត់មានហានិភ័យទេប៉ុន្តែមួយចំនួនគឺគាត់អត់បានមើលឲ្យវែងឆ្ងាយហ្នឹងឯងយើងអាចនិយាយថាមកពីគាត់អត់បានទទួលការបដោះបដាឬមួយក៏ផ្នត់គំនិតរបស់គាត់ក៏គិតថាបើសិនជាគិតអាហានិភ័យច្រើនពេកឬមួយក៏មកដល់ដឹងសាច់រឿងច្រើនពេកវាធ្វើឲ្យការទិញលក់ហ្នឹង fail គាត់អត់បានទាញខ្លួនឯងថានៅពេលដែលគាត់រុញអាការទិញលក់ហ្នឹងឲ្យតែបានណាថ្ងៃក្រោយគឺគេលេងមករកគាត់ទៀតហើយទី2អាគេលេងមករកមិនអីណាគេនឹងនិយាយពីថាអូម្នាក់នេះតែមានបញ្ហាអាហ្នឹងទៅរត់តែធ្វើឲ្យការរស់ស៊ីក្នុងអាជីពមួយហ្នឹងកាន់តែមានបញ្ហាទៀតអាហ្នឹងគឺជាអ្វីដែលយើងឃើញជំនាន់មុនអញ្ចឹងយើងគិតថាពីមួយជំនាន់ករណីហ្នឹងវាកាត់បន្ថយបន្តិចម្ដងគ្រាន់ថាអ្នកទាំងអស់គ្នាត្រូវតែឆែកមើលដែរថាតើអ្នកណាដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើការជាមួយនឹងយើងមិននិយាយថាអូយើងនិយាយហ្នឹងយើងអួតខ្លួនឯងថាល្អទេប៉ុន្តែយើងចង់ឲ្យអតិថិជនដែលគាត់ទិញលក់ទាំងអស់ហ្នឹងត្រូវតែមានការការពារខ្លួនឯងដែរ
គុំចេះតែធ្វើណាវាព្រោះការទិញលក់អចលនវត្ថុវាលុយច្រើនអញ្ចឹងតែមានបញ្ហាថ្លោតធ្លោយវាជារឿងឈឺក្បាលដោះស្រាយវាអាចដល់ការដាក់ពាក្យបណ្ដឹងទៅមកដោះស្រាយចេញអស់លុយខាតលុយប្លង់ក៏កៀងធ្វើអីអត់ចេញណាអញ្ចឹងគឺជារឿងមួយដែលគាត់ត្រូវតែច្បាស់ថាអ្នកដែលគាត់ធ្វើការមួយគឺគាត់ជួយយកអាសាគិតគាត់ហ្នឹងដូចជាខ្លួនឯងអញ្ចឹងលក្ខណៈថាគិតដោះស្រាយបញ្ហាអតិថិជនដូចជាដោះស្រាយបញ្ហាខ្លួនឯងមិនមែនថាធ្វើមិនឲ្យតែបានការទិញលក់ទៅមុខហើយអត់គិតពីហានិភ័យរបស់ទាំងអ្នកទិញទាំងអ្នកលក់ទេបាទបងបាទនិយាយមានរឿងមួយទៀតបងកាលមិញមិននិយាយថាគាត់ធ្លាប់ទិញខ្លួនឯងមានបញ្ហាមានអ្នកខ្លះគាត់ធ្លាប់ទិញលក់មួយភ្នាក់ងារហើយមានបញ្ហាដល់ពេលគាត់មានបញ្ហាគឺគាត់រៀងរហូតហ្នឹងហើយអញ្ចឹងក៏ពិតវាជាសំណុំពរដែរទៅដល់បងប្អូនឬក៏បងដែលជាភ្នាក់ងារអចលនវត្ថុនៅក្នុងសម័យកាលនេះនៅក្នុងពេលនេះណាបងគួរតែពេលខ្លះជួយការពារហានិភ័យអតិថិជនហើយធ្វើម៉េចជួយឲ្យវិស័យរបស់យើងហ្នឹងវារីកចម្រើនទៅមុខព្រោះថាភ្នាក់ងារយើងដឹងស្រាប់ហើយថាពេលដែលខូចមួយវាមិនខូចតែមួយគេហៅត្រីស្អុយមួយស្អុយមកកត្រកអញ្ចឹងបានយើងព្យាយាមធ្វើម៉េចទី1យើងបដោះបដាបុគ្គលិករបស់យើងជុំវិញហ្នឹងជាភ្នាក់ងាររបស់យើងទី2យើងក៏ព្យាយាមធ្វើមាតិកាដើម្បីចែករំលែកទៅដល់បងប្អូនដែលជាអតិថិជនឲ្យគាត់ដឹងដែរព្រោះថាពេលខ្លះតតែអ្នកទិញអ្នកលក់ជាម្ចាស់ហ្នឹងដែលជាអតិថិជនហ្នឹងគាត់មានចំណេះដឹងខ្លះដែរគាត់អាចទាមទារសេវាកម្មដែលមានកម្រិតល្អជាងមុនទាមទារភាពសុវត្ថិភាពឲ្យបានច្រើនជាងមុនអាហ្នឹងគឺជាអ្វីដែលយើងកំពុងតែធ្វើព្រោះថាយើងចង់ឲ្យវិស័យនេះទៅមុខវាអត់ខុសអីថានៅពេលដែលអត់មានអ្នកដែលល្អនៅក្នុងវិស័យមីនហ្នឹងធ្វើជាអាជ្ញាកណ្ដាលធ្វើជាភ្នាក់ងារក្នុងការជួយប្រឹក្សាវិស័យហ្នឹងក៏ពិបាកនឹងរីកចម្រើនដែរព្រោះមនុស្សអត់មានការទុកចិត្តគ្នាហ្នឹងហើយពេលខ្លះយើងទុកចិត្តពេកអាចនឹងចេញជាបញ្ហាផ្សេងមួយទៀតនៅពេលដែលគាត់អត់ដឹងពី process នៃការធ្វើការងារវាមិនខុសអីថាយើងជាពេទ្យជំនាញណាមួយយើងជួប case ច្រើនអញ្ចឹងយើងអាចដឹងពីវិធីព្យាបាលច្រើនដែរក្នុងវិស័យភ្នាក់ងារក៏ដូចគ្នាដែរនៅពេលដែលយើងជួបបញ្ហាច្រើនជួប case គេហៅថាឆ្លោះគ្នាច្រើនមានរឿងក្តីច្រើនយើងចាប់ផ្ដើមដឹងថាអូអា case មួយហ្នឹងវាអាចនឹងមានហានិភ័យគេខ្លះវាមិនខុសដូចពេញលេងឯងទៅជួយអតិថិជនយើងចាប់ផ្ដើមឃើញរឿងអីមួយដែលថាយើងមិនចោទគាត់ទេប៉ុន្តែពេលហ្នឹងគឺចេញចាប់ផ្ដើមមានការប្រយ័ត្នប្រយែងចងកុងត្រាច្បាស់លាស់ process នៃការបង់លុយហ្នឹងគឺយើងឲ្យអតិថិជនហ្នឹងគាត់ច្បាស់ថាគួរធ្វើម៉េចដើម្បីមានសុវត្ថិភាពទាំងសងខាងព្រោះយើងអត់ចង់ឲ្យគាត់ថាអូយើងលំអៀងតាមមួយខាងឯងបាទបងគេពិតអ្វីជាគោលការណ៍របស់ខ្ញុំផ្ទាល់ឬក៏អ្វីដែលយើងបដិបដាទៅភ្នាក់ងាររបស់យើងគឺបើសិនជាការទិញលក់នឹងមើលទៅវាមានហានិភ័យគឺយើងព្យាយាមធ្វើម៉េចឲ្យគាត់ជួយសួរឲ្យអស់សំណួរឬក៏បញ្ហាដែលអាចនឹងកើតជាហានិភ័យទៅថ្ងៃក្រោយគឺយើងជួយឆែកអស់មុនការទិញលក់ឬក៏ការកក់ប្រាក់ហ្នឹងហើយព្រោះបើកក់ប្រាក់ហើយទិញលក់ហើយមានបញ្ហាពីណាគេអ្នកដោះយើងនឹងអ្នកដោះហើយសួរថាឈឺក្បាលអត់ឈឺក្បាលហើយសម្រាប់នៅក្នុងវិស័យហ្នឹងក៏ប៉ិតខ្ញុំចូលមកខ្ញុំនិយាយរឿងចូលក្នុងពេលដែលវាជាចំណុចរបត់2018គឺពីភ្នាក់ងារមកខ្លាយពីគក់ជេមកខ្លាយជាភ្នាក់ងារគឺចំណុចហ្នឹងគឺកំពុងតែបាត់បងដោយសារគេបានខ្ញុំនិយាយអញ្ចឹងព្រោះសម័យដែលខ្ញុំចូលហ្នឹងគឺពេលដែលខ្ញុំតាក់ទងទៅអតិថិជនណាបងនៅក្នុងថា10ផ្ទះចុះមាន5ទៅ6នាក់ឯងដែលគាត់និយាយថាអីគេអូនអាហ្នឹងគាត់អត់ដឹងថាមានភ្នាក់ងារអចលនវត្ថុដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មយ៉ាងទេគាត់ដឹងតែគក់ជេតោះតែយើងប្រាប់ទៅគាត់វិញថាអូបងខ្ញុំគឺជាអ្នកគក់ជេនៅក្នុងក្រុមហ៊ុនស្របច្បាប់បាទគាត់ដឹងថាអូអញ្ចឹងសម័យឥឡូវមានក្រុមហ៊ុនអញ្ចឹងអ្វីដែលយើងសាងមកយើងខំសាងឲ្យភ្នាក់ងារគាត់ចូលក្នុងវិស័យហ្នឹងណាគឺសិក្សាថាយើងត្រួសផ្លូវដើរឲ្យពួកគាត់ណាបងចំណុចពេលហ្នឹងហើយពេលហ្នឹងក៏កំពុងតែទីផ្សារចលនវត្ថុកំពុងតែផ្ទុះមួយសារទៀតដែរបន្ទាប់ពីឆ្នាំ2007 2008ហ្នឹងកាលនោះវាផ្ទុះមួយសារដោយសារកូរ៉េចូលក្រោយមកចិន2008 2019ក៏កំពុងតែផ្ទុះដែរអញ្ចឹងពេលហ្នឹងដូចបងនិយាយហើយតាក់ទងនឹងភ្នាក់ងារដែលគាត់ចូលមកហ្នឹងច្រើនហ្នឹងហើយបងហើយបើមែនតើយើងអាចនិយាយថាបំរែបំរួលហ្នឹងមែនតើភ្នាក់ងារអចលនវត្ថុដែលជាក្រុមហ៊ុនស្របច្បាប់នៅស្រុកខ្មែរយើងមិនត្រឹមតែមាន2010ជាងហ្នឹងទេបើសិនជាយើងមើលពីប្រវត្តិនៃការចោះឈ្មោះក្រុមហ៊ុនដោតដោយសេវាកម្មដល់ហ្មងមានតាំងពីដើមឆ្នាំ2000បាទបងគ្រាន់តែបើយើងនិយាយថាទីផ្សារអត់ទាន់ទទួលយកទី1ទី2ដោយសារតែការផ្សព្វផ្សាយមានកម្រិតដល់ពេលអញ្ចឹងវាធ្វើឲ្យគាត់នឹងអត់ដឹងថាវិស័យហ្នឹងត្រូវការអ្នកជំនាញក្នុងវិស័យហ្នឹងទេហ្នឹងហើយ
ចឹងយើងអាចថាអរគុណមួយដែរដែលថាចំនួន2015 16ហ្នឹងគឺចាប់ផ្ដើមមានក្រុមហ៊ុនបរទេសចូលមកចឹងពេលដែលក្រុមហ៊ុនបរទេសចូលមកគាត់ចាប់ផ្ដើមធ្វើទីផ្សារចាប់ផ្ដើមធ្វើការផ្សព្វផ្សាយហើយអ្នកមួយចំនួនដែលគាត់អត់ដែរក្នុងប្រឡូកក្នុងវិស័យហ្នឹងទាំងអស់គឺគាត់ចាប់ផ្ដើមចាប់អារម្មណ៍ទិញជាលក្ខណៈ franchise ឬក៏យក model ហ្នឹងយកមកធ្វើការគ្រប់គ្រងដែលគាត់ចាប់ផ្ដើមហ៊ានចំណាយបាត់ចិត្តទៅលើធ្វើទីផ្សារសកម្មភាពមួយចំនួនដើម្បីបង្រៀនបណ្ដោះបណ្ដាលថាភ្នាក់ងារគឺជាអ្នកជួយដោះស្រាយក្នុងការទិញលក់អញ្ចឹងយើងអាចនិយាយថាវិស័យភ្នាក់ងារហ្នឹងគឺចាប់ផ្ដើមរីកបានហ្នឹងគឺក៏ដោយសារអរគុណដែរដោយសារក្រុមហ៊ុនបរទេសដែលគាត់ចូលមកដើម្បីធ្វើឲ្យទីផ្សារហ្នឹងផុសផុលទីផ្សារហ្នឹងចាប់ផ្ដើមមានសកម្មភាពដែលអាចឲ្យយើងជាអ្នកដែលអត់ដែរស្គាល់ជំនាញហ្នឹងសោះទៅជាចាប់អារម្មណ៍ចាប់ផ្ដើមវិនិយោគចាប់ផ្ដើមរកស៊ីក្នុងវិស័យមួយហ្នឹងហើយពេលហ្នឹងឯងសំបីតែក្រុមហ៊ុនខ្មែរក៏ពិបាកដែរដោយសារអីភាគច្រើនចំនួនហ្នឹងយើងអាចនិយាយថាអតិថិជនភាគច្រើនគឺគាត់ជឿជាក់ទៅលើក្រុមហ៊ុនបរទេសធំធំហើយយើងបើកវិនិយោគឆ្នាំ2021ហ្នឹងហើយយើងក៏ដឹងពីចំហាយហ្នឹងដែរថានៅពេលដែលយើងចាប់ផ្ដើមបើកប្រមាណសញ្ញាជាម៉ាកសញ្ញាក្នុងស្រុកគាត់ចាប់ផ្ដើមអូមិនមែនក្រុមហ៊ុនហ្នឹងហងហ្នឹងហើយអាហ្នឹងគឺជារបត់ដែលមួយទៀតដែលថាមុនឆ្នាំ2020 2021មុនកូវីដហ្នឹងយើងអាចនិយាយថាភាគច្រើនទោះបីជាគាត់ស្គាល់ក្រុមហ៊ុនភ្នាក់ងារចំណេញវត្ថុយើងអាចនិយាយថាចំណែកទីផ្សារភាគច្រើនមកភាគធំហ្នឹងគឺគ្រប់គ្រងទីផ្សារនៅក្នុងក្រុមហ៊ុនបរទេសហ្នឹងហើយអាហ្នឹងគឺជាអ្វីដែលបងមើលឃើញប៉ុន្តែមករយៈក្រោយនេះបន្ទាប់ពីដូចយើងដូចបងមិនធ្លាប់ទៅធ្វើការនៅក្នុងក្រុមហ៊ុនភ្នាក់ងារចំណេញវត្ថុអន្តរជាតិដែរបានទៅស្រុកក្រៅទៅមើលនៅអាមេរិកទៅមើលនៅតៃវ៉ាន់ទៅមើលនៅអឺរ៉ុបទៅមើលនៅចិនហើយទៅមើលនៅប្រទេសជិតខាងហ្នឹងយើងរៀនពីគាត់បានច្រើននេះទទួលស្គាល់ថាយើងបានចំណេះដឹងពីពួកគាត់បានច្រើនមែនតើប៉ុន្តែយើងក៏ចាប់យកចំណេះដឹងហ្នឹងយកមកបំលែងដើម្បីឲ្យស៊ីជាមួយទីផ្សារក្នុងស្រុកដែរអញ្ចឹងយើងអាចនិយាយថាយើងខុសសម័យឲ្យត្រូវជាមួយទីផ្សាររបស់យើងហើយទទួលស្គាល់ហ្មងទីផ្សារនៅស្រុកក្រៅគឺគាត់ដើរលឿនជាងយើងឆ្ងាយមុនយើង20ឆ្នាំអីលើវិស័យភ្នាក់ងារហ្នឹងគេទៅដល់ការប្រើប្រាស់ technology ហើយអស់ហើយប៉ុន្តែខ្មែរយើងតែចាប់ផ្ដើមហ្នឹងហើយអញ្ចឹងយើងអាចនិយាយបានថាយើងអរគុណពួកគាត់ដែរដែលធ្វើឲ្យទីផ្សារហ្នឹងបើកទូលាយហើយបន្ទាប់ពី2021មកវាជាវិបត្តិ COVID ដែលមិនថាតែទីអ្នកក្នុងស្រុកទេអ្នកងារដែលនៅក្រោមក្រុមហ៊ុនអន្តរជាតិក៏ទទួលຕົកបំបាក់ដែរហើយយើងចាប់ផ្ដើមបើកហ្នឹងគឺនៅចំពេលដែល COVID ផងពេលដែលគេហៅថាចំហាយនៃការទទួលគ្រប់គ្រង brand បរទេសធំហ្នឹងនៅមានច្រើននៅឡើយព្រោះយើងអាចនិយាយថាជំនាន់ហ្នឹងមុនហ្នឹងគេអត់ទាន់ទុកចិត្តទៅលើក្រុមហ៊ុនក្នុងស្រុកដែលអាចជួយគេបានព្រោះគេគិតថាក្រុមហ៊ុនបរទេសធំអាចជួយលក់គាត់បានលឿនតែបន្ទាប់ពីរយៈពេល 4-5 ឆ្នាំកន្លងមកដែលយើងខំព្យាយាម build brand ធ្វើ marketing យើងចាប់ផ្ដើមបត់ខ្លួនទៅតាមបច្ចេកវិទ្យាយើងចាប់ផ្ដើមឃើញអតិថិជនរបស់យើងចាប់ផ្ដើមលេងខ្វល់ថាអូមកពី brand ធំឬក៏ក្រុមហ៊ុន local ក្នុងស្រុកគាត់ភាគច្រើនគាត់ចាប់ផ្ដើមងាកមកមើលចេះវិញក្រុមហ៊ុនហ្នឹងតំណងអត់ក្រុមហ៊ុនហ្នឹងគាត់ធ្វើការផ្សព្វផ្សាយបានទូលំទូលាយអត់ក្រុមហ៊ុនហ្នឹងមើលមានក្រុមការងារល្អអត់មានសក្តានុពលដែលអាចជួយគាត់បានច្រើនអត់អញ្ចឹងបានចាប់ផ្ដើមមករយៈក្រោយយើងចាប់ផ្ដើមមានអារម្មណ៍ថាឥឡូវយើងទទួលបានការគ្រប់គ្រងច្រើនអាហ្នឹងគឺជារបត់ទីផ្សារមួយទៀតដែលឥឡូវយើងអាចនិយាយបានថា brand ក្នុងស្រុកក៏មានឱកាសដែរអញ្ចឹងយើងអានេះគឺជាសារមួយថាយើងមិនចាំបាច់ថានៅគ្រប់នៅជ្រោកនៅក្រោម brand អន្តរជាតិធំទេប៉ុន្តែឲ្យតែយើងច្បាស់ខ្លួនឯងថាយើងគួរធ្វើម៉េចយើងរៀនបាត់ខ្លួនឯងទៅតាមសម័យកាលយើងគិតឲ្យបានមុនថាទីផ្សារនៅវិវត្តទៅណាយើងបាត់ខ្លួនទៅតាមអញ្ចឹងយើងប្រកាសជាអាចទទួលបានឱកាសអានេះទោះបីយើងចាប់ផ្ដើមក្រោយក៏ដោយក៏យើងនៅតែអាចមានឱកាសក្នុងការឈានមកជំហានទៅមុខទៀតដែរបាទបងមិននិយាយតាក់ទងនឹងពេលយើងចាប់ផ្ដើមដំបូងគេតាក់ទងមកគេអត់ទុកចិត្តហ្នឹងហើយក៏ប៉ិតមានរឿងមួយបាយជាបងនៅចាំហើយអាគេឲ្យដោះផ្លាកចេញវិញណាយេបងអាគាររបស់គាត់ធំគាត់ពេលហ្នឹងគាត់ដាក់លក់ផងដាក់ជួលផងហើយយើងគិតថាអាគារគាត់ធំអញ្ចឹងយើងក្រុមហ៊ុនថ្មីយើងចាយលុយឲ្យច្រើនតិចទៅដាក់អាគាររបស់គាត់នៅពេលដែលយើងដាក់ផ្លាកដាក់អីហើយយើងថតឲ្យគាត់មើលគាត់ប្រាប់ថាអូន
អូនឯងមិននៅក្រុមហ៊ុននេះទេ អូ ខេអញ្ចឹងក៏គាត់ឲ្យយើងទៅដកមកវិញ ហ្នឹងហើយ ក៏ពិតវាជាបទពិសោធន៍តែវាអាចថាវាជាការជំរុញទឹកចិត្តយើងឲ្យខំវាក្រុមហ៊ុនរបស់យើងមកដល់ពេលនេះដែរនិយាយតាក់ទងទៅនឹងចំណុចដែលបងថា2015มันមានក្រុមហ៊ុនបរទេសចូលបងតែពេលហ្នឹងបងដូចជាទីផ្សារអចលនវត្ថុអត់ទាន់ងើបឡើងទេខ្ញុំឃើញពេលងើបឡើងខ្លាំងដូចជាខ្ទង់ចន្លោះ2000ចុងឆ្នាំ2017មកទៅមានអតិថិជនឬក៏មនុស្សភាគច្រើនគឺគាត់ស្គាល់ថាអីគេទៅជាភាសាអចលនវត្ថុត្រូវបង ហ្នឹងហើយនិយាយទៅហ្នឹងហើយ បាទបងសំបីតាពេលហ្នឹងបងថាឥឡូវយកក្រុមហ៊ុនដូចជាក្រុមហ៊ុនបរទេសមកក៏ការគ្រប់គ្រងអីការគ្រប់គ្រងភ្នាក់ងារការផ្សព្វផ្សាយដូចអត់ទាន់ទូលំទូលាយទេបងហើយដូចជាបងពេលហ្នឹងដូចជាបងចាប់ផ្ដើមមុនគេតាក់ទងនឹងការធ្វើទីផ្សារលើបណ្ដាញសង្គម Facebook តែពេលហ្នឹងគេពេលអ្នកខ្លះអត់ទាន់មាន account Facebook ហ្នឹងដឹងថាហ្នឹងជាស្អីគេផងអញនិយាយថាដោយសារបងជាអ្នកឆ្លាញ់បច្ចេកវិទ្យាអញ្ចឹងមុននឹងចូលនៅក្នុងវិស័យចលនាវត្ថុហ្នឹងក៏បងធ្លាប់ធ្វើការនៅក្នុងផ្នែកទីផ្សារដែរហើយតាំងពីដើមមកគឺបងផ្ដោតទៅលើទីផ្សារបច្ចេកវិទ្យាហ្នឹងបងទីផ្សារ digital ហើយនៅស្រុកយើងដឹងហើយថាប្រព័ន្ធ digital ភាគច្រើនមានប្រសិទ្ធភាពគឺនៅក្នុងបណ្ដាញសង្គមអាចនិយាយថាដំបូងក៏បងបានតេស្តជាមួយនឹងចិត្តច្រកផ្សេងដែរទាំង SEO ទាំង website ទាំងអីហ្នឹងគ្រាន់តែយើងអាចនិយាយប្រសិទ្ធភាពដែលល្អភាគច្រើនគឺបានមកពីបណ្ដាញសង្គមអញ្ចឹងពេលដែលបងមកក្នុងវិស័យអចលនវត្ថុនៅក្នុងក្រុមហ៊ុនដែលបងធ្វើដែលជាក្រុមហ៊ុនបរទេសហ្នឹងយើងបានធ្វើការងារជាច្រើនដែលពាក់ព័ន្ធមួយការផ្សព្វផ្សាយអាចនិយាយបានថាយើងគឺជាក្រុមហ៊ុនមួយដែលផុសផុលខ្លាំងជាងគេលើការទីផ្សារបណ្ដាញសង្គមហ្នឹងហ្មងអញ្ចឹងគេចាប់អារម្មណ៍ច្រើនប៉ុន្តែមុននឹងអាចខ្លាយទៅជាក្រុមហ៊ុនដែលលេចធ្លោលើការផ្សព្វផ្សាយហ្នឹងក៏មានប្រវត្តិដែលដំបូងបំផុតគឺអត់មានអ្នកគេគ្រប់គ្រងលើការផ្ដោតលើការធ្វើទីផ្សារតាមបណ្ដាញសង្គមឬប្រព័ន្ធទីផ្សារបច្ចេកវិទ្យាដោយយើងមានផ្នត់គំនិតពីមុនដែលថាបើសិនជាយើងជាអ្នកលក់បើសិនជាយើងចង់រកភ្ញៀវយើងត្រូវតែចូលរួម networking ឲ្យបានច្រើនចូលរួមជួបភ្ញៀវឲ្យបានច្រើនទៅតាក់ទងគេខាងក្រៅឲ្យបានច្រើនទើបយើងអាចរកភ្ញៀវទិញលក់បានគុំថាក្នុងវិស័យអចលនវត្ថុបងបានជួបជាមួយអ្នកនៅក្នុងវិស័យផ្សេងទៀតក៏គាត់នៅតែមានផ្នត់គំនិតបែបហ្នឹងដែរយើងអាចនិយាយថាចំនួនហ្នឹងវាថ្មីសម្រាប់ពួកគាត់ហើយគាត់គិតថាបើសិនជាការទិញលក់តម្លៃល្អធំអញ្ចឹងពិបាកនឹងរកភ្ញៀវតាមអនឡាញណាហើយធ្វើឲ្យអាការងារផ្នែកហ្នឹងអត់សូវទៅរលូនទេប៉ុន្តែយើងឃើញថានៅពេលដែលអត់ផ្ដោតលើវិស័យផ្សព្វផ្សាយបែបប្រព័ន្ធ digital ហ្នឹងហើយអត់មានដែលមិនបបិសោក្នុងវិស័យហ្នឹងទៀតរហូតយើងអត់ដឹងថាត្រូវធ្វើម៉េចរកទីផ្សារម៉េចរកទីអេជនម៉េចបើទៅជួបតែអ្នកស្គាល់គឺយ៉ាងច្រើនមានមនុស្សម្នាក់ពីរនាក់ដែលគាត់អាចមានតម្រូវការប៉ុន្តែក្នុងនាមជាក្រុមហ៊ុនមួយយើងអាចធ្វើការទិញលក់មួយឆ្នាំមានតែ2-3នាក់ហ្នឹងទេយើងមានបុគ្គលិកយើងមានការចំណាយផ្សេងអញ្ចឹងយើងត្រូវតែធ្វើម៉េចដើម្បីអាចពង្រីកសក្តានុពលបានប៉ុន្តែដំបូងចិត្តមួយឆ្នាំហ្នឹងសឹងតែអស់លុយក្រុមហ៊ុននិយាយមែនថាសឹងអស់លុយគឺអស់លុយតែហ្មងអញ្ចឹងយើងចាប់ផ្ដើមបត់ពីការផ្ដោតលើធ្វើការ work hard ចេញទៅខាងក្រៅរកភ្ញៀវយើងចាប់ផ្ដើមផ្ដោតទៅលើការបន្ថែមពាក្យមួយទៀត work smart គឺលទ្ធភាពយើងមានខ្សត់ខ្សោយលុយយើងមានតិចយើងផ្ដោតទៅលើប្រព័ន្ធ digital ហើយដោយសារតែបងចេះកាត់តខ្លួនឯងចេះ design ខ្លួនឯងចេះធ្វើ content ខ្លួនឯងបានចាប់ដើមធ្វើឲ្យក្រុមហ៊ុនមានអារម្មណ៍ពីខាងក្រៅដែលគេមើលមកដូចហឹកហែកមែនតើយើងមានតែអត់មានបុគ្គលិកទេចុងក្រោយមួយឆ្នាំក្រោយមកអត់មានបុគ្គលិកទេប៉ុន្តែរូបភាពខាងក្រៅគឺហឹកហែកមែនតើតាក់ទាញគេហៅថាទំនុកចិត្តអតិថិជនដែលគាត់មកពីបណ្ដាខេត្តគាត់ឃើញការផ្សព្វផ្សាយយើងទៅដល់គាត់មកពីប៉ោយប៉ែតកពតពោធិ៍សាត់រតនគិរីអីហ្នឹងគាត់តាក់ទងមកយើងដើម្បីធ្វើការផ្ញើលក់ឬក៏ទិញដែលធ្វើឲ្យយើងចាប់ផ្ដើមមានដង្ហើមឡើងវិញពេលដែលធ្វើការនៅក្នុងហ៊ុនបរទេសហ្នឹងណាអញ្ចឹងបាទនេះគឺជាបទពិសោធន៍មួយដែលថាបើសិនជាយើងអត់បាត់ទាន់ហើយយើងអត់ជឿលើការវិវត្តថ្មីប្រហែលជាអត់មានវត្តមានដល់ថ្ងៃហ្នឹងទេដូចយើងបើកវិនិយោគអញ្ចឹងក្រុមហ៊ុនវិនិយោគពេលដំបូងពេលដែលយើងចាប់ដើមដំបូងប្រកាសណាគេអត់ទៅសូវស្គាល់ច្រើនដូចពេលលេឯងទៅធ្វើការងារមួយគេដាក់ផ្លាកឲ្យចុងក្រោយគេយល់ច្រឡំគេឲ្យដកផ្លាកវិញដោយសារថាយើងមិនក្រុមហ៊ុនធំប៉ុន្តែបច្ចុប្បន្នវាខុសពីមុនឥឡូវឲ្យតែគេអូក្រុមហ៊ុនក្រហមហ្នឹងឯងទៅណាក៏ឃើញដែរវាទៅជារឿងផ្សេងមួយទៀតណាហើយយើងក៏ត្រូវលេងបានគេ compare ពីមួយក្រុមហ៊ុនតូចឬក៏ក្រុមហ៊ុនធំទៀតហើយ
យើងទៅជាមានភាព uniqueness របស់យើងមួយវិញគឺជាភាពល្អឯករបស់យើងមួយគឺជាក្រុមហ៊ុនដែលផ្ដោតទៅលើការផ្សព្វផ្សាយតាមប្រព័ន្ធ digital ដែលយើងដឹងហើយថាបច្ចុប្បន្នបើសិនជាយើងអត់ជំនាញផ្នែកហ្នឹងយើងប្រកាសជាពិបាកក្នុងការរកភ្ញៀវមែនទែនព្រោះភ្ញៀវកាន់តែខ្សត់ហើយគាត់អត់សូវមានពេលជិះចេញក្រៅទេវាស្ទះសាហាវយើងនិយាយទៅអញ្ចឹងពេលដែលគាត់ចង់ជិះទៅខ្លួនឯងក៏ដោយក៏គាត់ពិបាកនឹងរកអាទ្របល្អព្រោះជំនាន់មុនវាផុសផលវាមិនអីតែជំនាន់នេះវាស្ងប់ស្ងាត់អញ្ចឹងគឺត្រូវតែផ្ដោតទៅលើការផ្សព្វផ្សាយបែបប្រព័ន្ធសេរីថ្មីគឺប្រព័ន្ធ digital ហ្នឹងហើយធ្វើ content ឲ្យត្រូវធ្វើឲ្យតំណងធ្វើឲ្យជាប់លាប់ហើយបានអាចតាក់ទាញអតិថិជនបាននេះគឺជាអ្វីដែលយើងខំពីលរយៈពេល5ឆ្នាំកន្លងមកនេះយើងចិត្ត5ឆ្នាំហើយបើមិនមែនទេក៏ប៉ិតបើអត់និយាយទេអ្នកខ្លះគាត់អត់ដឹងថាយើងចាប់ផ្ដើមពីចំណុចណាទេបងត្រូវទេព្រោះពេលយើងចាប់ផ្ដើមហ្នឹងគឺ3នាក់ហ្នឹងហើយការងារ marketing ផងអ្នក design sale និយាយទៅគឺធ្វើមកចប់និយាយទៅការងារ100ចំពោះហ្នឹងហើយតែបើសិនជាពេលហ្នឹងយើងអត់បានចាប់ផ្ដើមពីចំណុចហ្នឹងទេក៏យើងអត់មានបទពិសោធន៍អស់នឹងដែរត្រូវទេបងព្រោះបើសិនជាយើងទៅជួគេដូចខាង design ខាងអីហ្នឹងគឺអស់លុយច្រើនណាស់អស់លុយច្រើនហើយយើងបើកត្បូងយើងអាចថាដើមទុនរបស់យើងគឺមានកម្រិតហ្នឹងហើយបាទបងយើងអាចនិយាយថាបើសិនជាយើងប្រៀបធៀបជាមួយដើមទុនវិញយើងអត់អាចឈ្នះក្រុមហ៊ុនធំជាពិសេសក្រុមហ៊ុនបរទេសពីមកពីខាងក្រៅទេគេហ៊ានចាក់ច្រើនប៉ុន្តែអាភាពល្អឯករបស់យើងហើយអាភាព consistency របស់យើងអាភាពអំណត់តស៊ូរបស់យើងហើយបានអាចយកឈ្នះទោះបីមិនបានថាអូយើងទៅជាមនុស្សលេខ1ក៏បានប៉ុន្តែក៏អាចជាការប្រកួតប្រជែងមួយដែរហ្នឹងហើយនឹងមួយទៀតនៅពេលដែលយើងអត់មាន mindset ដែលថាជឿជាក់លើការងារនឹងអាចទៅរួចយើងប្រហែលជាមិនអាចធ្វើបានដល់ថ្ងៃហ្នឹងឯងព្រោះរយៈពេល5ឆ្នាំយើងឃើញហើយថាក្រុមហ៊ុនមួយចំនួនធំដែលគាត់ងាកមកចង់ធ្វើដែរប៉ុន្តែអត់ដែលបានយូរទេ3ខែ6ខែគាត់ចាប់ផ្ដើមថយដៃមកវិញព្រោះអាការផ្សព្វផ្សាយគឺជារឿងចាយលុយហើយការងារវាដូចដាំស្រូវអញ្ចឹងវាមិនមែនថាថ្ងៃហ្នឹងព្រោះស្រាបស្រូវហើយស្អែកឡើងយើងប្រមូលផលទេវាត្រូវការដល់រដូវកាលវាបានយើងអាចចាប់ផ្ដើមមានលទ្ធផលមកទៀតអញ្ចឹងអានេះសិតតែជាផ្នត់គំនិតដែលយើងត្រូវតែមានភ្ជាប់ក្នុងខ្លួនថាតតែយើងមើលឃើញថាអាហ្នឹងវាដើរតតែយើងដាក់ចិត្តធ្វើឲ្យវាដើរហើយយើងមានក្រុមការងារដែលសហការគ្នាក្នុងការធ្វើឲ្យវាដើរទើបបានយើងអាចឃើញលទ្ធផលបានបាទបងបាទដូចសប្តាហ៍អញ្ចឹងទោះថាវិនិយោគរៀងគេស្គាល់ច្រើនហើយសួរថាការងារដែលយើងធ្លាប់ធ្វើមុនយើងបោះបង់អត់ដូចជាការងារលក់ចាបងសប្តាហ៍ថ្ងៃយើង3នាក់នៅតែជាអ្នកលក់ក្នុងវិស័យនោះគ្នាសួរថាបើសិនជាយើងអត់លក់បានអត់បានតែដោយសារអីគេយើងគឺជានិយាយទៅជំនាញរបស់យើងអាចថាយើងជាជំនាញលក់ដែលជំនាញលក់ទាំងoffline ហើយនិងតាម online ហើយសួរថាយើងអាចចោលអាការងារ offline មកដល់ដូចថាការណាត់ជួបភ្ញៀវការណាត់ដូចគេវាអត់បានទេអញ្ចឹងយើងអាចយកអានឹងមកផ្គុំបញ្ចូលគ្នាហ្នឹងហើយបងគាត់ថាដល់ដំណាក់កាលមួយដូចបច្ចុប្បន្នយើងចាប់ផ្ដើមងាកមកផ្ដោតលើការគ្រប់គ្រងពួកគាត់ឲ្យបានច្រើនព្រោះយើងផ្ដោតលើការបណ្ដោះបណ្ដាលហើយយើងអាចនិយាយថាអរគុណក្រុមហ៊ុនខាងក្រៅដែរដែលយើងបានចេញទៅខាងក្រៅមើលបងដូចបងបានទៅអាមេរិកបងបានទៅចិនតៃវ៉ាន់ឬក៏ប្រទេសផ្សេងទៀតហ្នឹងយើងបានសិក្សាពី model គេច្រើនហើយគេយកជំនាញហ្នឹងគឺជាអាជីពដែលមិនគ្រាន់តែហៅមកអ្នកលក់ធម្មតាគេឲ្យមកធ្វើការងារហ្នឹងទេគឺគេបំពាក់បំពន់បណ្ដោះបណ្ដាលរាប់ខែទំមតែបានផ្លែផ្កាហើយទទួលស្គាល់មែននៅក្នុងប្រទេសកម្ពុជាយើងមុនភាគច្រើនបើក្រុមហ៊ុនអចលនវត្ថុហើយហៅមនុស្សមករុញឲ្យគាត់ទៅធ្វើហ្មងដែលពិបាកនឹងឲ្យគាត់ដឹងថាចាប់ផ្ដើមពីណាទៅណាណាព្រោះវាមិនខុសអីថាឲ្យមកធ្វើការងារហ្នឹងមួយហើយអត់ដឹងថាការងារហ្នឹងធ្វើពីអីផងហ្នឹងដោយសារតែយើងឃើញពី model ខាងក្រៅហ្នឹងហើយបានយើងចាប់ដើមឃើញថាដើម្បីអាចប្រកួតប្រជែងទៅទូទាំងប្រទេសឬមួយក៏ពង្រីកវិស័យហ្នឹងកាន់តែប្រសើរជាងមុនគឺយើងត្រូវតែបំពាក់បំពន់ពួកគាត់ជាប់ជានិច្ចបរៀនគាត់ហើយពីមួយសម័យកាលទៅមួយសម័យកាលគឺមានការខុសគ្នាដូចជំនាន់មុនប្រាប់គាត់តាការងារអូខេបន្ទាប់មកទៀតយើងឲ្យគាត់ដឹងពីផ្ដោតលើតំបន់ណាមួយឲ្យជាក់លាក់ឲ្យគាត់ដឹងពីការងារហ្នឹងបន្ទាប់មកទៀតយើងចាប់ផ្ដើមចាក់គាត់ចូលទៅលើការតំណែងឲ្យបានល្អប្រស័យតាក់ទងឲ្យបានល្អជាងមុនឲ្យគាត់ដឹងពីផ្លូវច្បាប់ឲ្យដឹងពីការចេះមើលកុងត្រាទោះបីជាយើងមានមេធាវីក្នុងការជួយប្រឹក្សាក៏ដោយក៏ឲ្យពួកគាត់យល់ដែរព្រោះគាត់ជាអ្នកប្រឹក្សាដើម្បីជួយអតិថិជនអញ្ចឹងរាល់ប្រការមួយនៅពេលដែលយើងសរសេរចេញមកខាងក្រៅហ្នឹង
ក៏ឲ្យពួកគាត់យល់ឲ្យគាត់ដឹងពីគេហៅ outcome ថ្ងៃក្រោយហ្នឹងខ្លឹមសារថ្ងៃក្រោយវាមិនអញ្ចឹងយើងចាប់យើងឲ្យគាត់ដឹងពីរឿងហ្នឹងយើងបរៀនគាត់ពីគេហៅថាសិល្បៈនៃការដោះស្រាយព្រោះការទិញលក់មិនមែនថាអូអានេះតម្លៃមែន$2គេទិញភ្លាមឬមួយក៏ឲ្យតាមរៀល9កាក់គេទិញភ្លាមណាការទិញលក់ផ្ទះតាមសម័យកាលយុទ្ធសាស្ត្រនៃការចរចាក៏មានការវិវត្តទៅតាមនឹងដែរសម័យដែលគេហៅថាទីផ្សាររបស់អ្នកលក់ការចរចាផ្សេងដល់ពេលសម័យបច្ចុប្បន្នគឺជាទីផ្សាររបស់អ្នកទិញការចរចារហូតដំណោះស្រាយគាត់ក៏ផ្សេងដែរអញ្ចឹងអ្នកលក់អ្នកងារអចិន្ត្រៃយ៍វត្ថុគឺគាត់ត្រូវតែចេះមើលពីស្ថានភាពថាតើគាត់គួរចរចាមិនហើយបើសិនជាចរចាតម្លៃផ្ទះទិញហើយគាំងកន្លែងណាទៀតគាំងកន្លែងវិធីសាស្ត្រក្នុងការបង់គាំងកន្លែងប្រភពហិរញ្ញវត្ថុដើម្បីប្រមូលទុនយកមកទិញឲ្យទាន់ពេលវេលាសិតតែជាយុទ្ធសាស្ត្រដែលគាត់ត្រូវតែដឹងឲ្យគាត់ដឹងពីទំនោរសេដ្ឋកិច្ចឲ្យគាត់ដឹងពីរឿងរ៉ាវផ្សេងទៀតដែលពាក់ព័ន្ធដើម្បីពង្រឹងគាត់នឹងឲ្យមានភាពល្អប្រសើរបាទហើយអាការងារហ្នឹងវាមិនអាចបរៀនមួយអាទិត្យពីរអាទិត្យមួយខែពីរខែឬក៏6ខែគាត់ចេះអស់ទេសូម្បីតែដោយបងហ៊ានទទួលស្គាល់ថាបងនៅក្នុងវិស័យ10ឆ្នាំក៏មានរឿងថ្មីជាច្រើនយើងជួបយើងរៀនតែនៅពេលដែលយើងចាប់ផ្ដើមមាន cash ច្រើនដែលយើងបានជួបយើងអាចទាញការសន្និដ្ឋានថា cash មួយហ្នឹងគួរធ្វើម៉េចគួរដោះស្រាយតាមណាគួរប្រឹក្សាណាគេដើម្បីឲ្យវាទៅរលូនអាហ្នឹងគឺជាដំណាក់កាលដែលយើងត្រូវធ្វើហើយក៏ដូចនៅវិនិយោគអញ្ចឹងយើងមានការប្រឡងឲ្យគាត់ដើម្បីតេស្តពីជំនាញរបស់គាត់ហ្នឹងហើយមានប្រឡងដើម្បីតេស្តចឹងដឹងថាគាត់ទៅចាប់បានកម្រិតណាបងហ្នឹងហើយអញ្ចឹងសម័យឥឡូវគឺត្រូវការជំនាញដើម្បីអាចធ្វើការងារនឹងបានអញ្ចឹងហើយពីសម័យកាលមួយទៅសម័យកាលមួយការបត់បែនគឺទៅតាមនឹងដែរហើយដូចវិនិយោគយើងជាក្រុមហ៊ុនក្នុងស្រុកមែន brand របស់ខ្មែរប៉ុន្តែការគិតរបស់យើងគឺអត់នៅក្នុងស្រុកទេក្តីសម័យគឺចង់ឲ្យ brand មួយហ្នឹងទទួលស្គាល់ដោយអន្តរជាតិអញ្ចឹងដើម្បីអាចទៅដល់ជំហានហ្នឹងបានគឺយើងត្រូវតែមានការបំពាក់បំពន់បុគ្គលិករបស់យើងបដោះអ្នកដឹកនាំបន្តវេនដើម្បីអាចពង្រីកសក្តានុពលឬក៏វិសាលភាពនៃសេវាកម្មរបស់យើងដែរហើយយើងតែងតែព្យាយាមមើលគេហៅព្យាករណ៍ថាតើនឹងមានអ្វីកើតឡើងហើយត្រៀមខ្លួនជាប់ជានិច្ចដូចបច្ចុប្បន្នអញ្ចឹងយើងដឹងហើយថាសម័យកាលបច្ចុប្បន្នសម័យកាលប្រព័ន្ធបច្ចេកវិទ្យាសម័យកាល AI អញ្ចឹងយើងក៏ព្យាយាមបំពាក់បំពន់ក្រុមការងាររបស់យើងអ្នក support អ្នកថតអីហ្នឹងឲ្យគាត់ចេះប្រើប្រាស់អាហ្នឹងឲ្យបានប្រសើរភ្នាក់ងារយើងក៏គាត់គួរតែចេះអាហ្នឹងដែរហើយយើងចាប់ផ្ដើមបង្ហាញគាត់ថាអាហ្នឹងវាអាចជួយយើងបានខ្លះដោយការធ្វើ content ការធ្វើអីគឺយើងឲ្យគាត់ជួបជាមួយនឹងគេប្រឹក្សាជាមួយនឹង AI ហើយក៏យើងតែងតែផ្ដោតឲ្យគាត់ប្រាប់ថា AI គ្រាន់តែជាជំនួយការមិនមែនជឿជាក់លើទាំងអស់ទេអញ្ចឹងយើងបណ្ដោះ mindset ឲ្យពួកគាត់មានទំនុកចិត្តលើខ្លួនឯងមានការវិនិច្ឆ័យដោយផ្អែកទៅលើគេហៅថាបញ្ញារបស់គាត់បទពិសោធន៍របស់គាត់បូកជាមួយនឹងបច្ចេកវិទ្យាដើម្បីអាចបានផលិតផលឬក៏លទ្ធផលដែលល្អអត់អាចផ្ដោតតែរឿងពឹងតែលើ AI បានទេហើយយើងឃើញថាបើសិនជាគាត់ពឹងទៅលើ AI វាអត់មានអីប្លែកពីគេទេអញ្ចឹង AI នឹង replace គាត់អញ្ចឹងយើងក៏ត្រៀមឲ្យបុគ្គលិករបស់យើងចាប់ផ្ដើមបដាទៅការគិតមកជំហានទៅមុខទៀតរហូតបាទបងបាទបកមករឿងតាក់ទងនឹងការចេញទៅក្រៅបងខ្ញុំធ្លាប់បានទៅមួយបងដែរទៅទីក្រុងសាមញ្ញប្រទេសចិនហ្នឹងពេលដែលទៅបានយើងចាប់អារម្មណ៍ថាអូភ្នាក់ងាររបស់គេគឺកម្រិតណាក៏គាត់នៅតែធ្វើការងារដែរអីគេយើងគិតថាធ្វើអត់បានណាបងនៅប្រទេសរបស់យើងអាចថាភ្នាក់ងារមួយចំនួនដែលខ្ញុំធ្លាប់បានជួបណាគាត់នៅមានរបាំងមួយការងារខ្លះគាត់អត់ហ៊ានធ្វើគាត់គិតថាខ្មាស់គេតែសម្រាប់នៅពេលយើងទៅក្រុងហ្នឹងភ្នាក់ងារ top agent របស់គេជីសិតអីគេបង Mercedes ហ្នឹងហើយសិត Mercedes សិតអីហើយឡើយមិនមែនមួយមានពីរដោយសារតែនៅទីក្រុងកាលហ្នឹងគឺមានថ្ងៃសេះថ្ងៃគូអញ្ចឹងផ្លាកលេខ1ជាបានថ្ងៃសេះផ្លាកមួយទៀតជាបានថ្ងៃគូអញ្ចឹងគាត់មានឡាន2ស្ដែងនៅការខ្ញុំចាំហើយគាត់ហ៊ានធ្វើដល់ថ្នាក់មានផ្លាកស្ពាយនៅកកដើរតាមផ្សារលក់ផ្ទះតម្លៃល្អហើយសួរថាបើសិនជាយើងបកមកបប្រតិបត្តិថាកណ្ដាលហ្នឹងភ្នាក់ងាររបស់យើងមានភ្នាក់ងារប៉ុន្មានភាគរយដែលហ៊ានធ្វើរបស់ហ្នឹងគាត់ថាអត់ទាន់មានទេសំបីតាពេលខ្លះបងការងារយើងចុះចែកគិតប័ណ្ណមានអ្នកខ្លះទៅអ្នកខ្លះអត់អ្នកខ្លះទៅហ្នឹងហើយអ្នកខ្លះទៅអ្នកខ្លះអត់ហើយអ្នកខ្លះទៅហ្នឹងគឺកិច្ចទៀតបាទទៅព្រោះបងខ្លួនឯងក៏ធ្លាប់
ទៅចែកกระดาษហើយក៏ធ្លាប់ដឹកនាំក្រុមការងារទៅចែកกระดาษយើងឃើញថាពួកគាត់គឺសំបីតែការងារប៉ុណ្ណឹងក៏គាត់មានអារម្មណ៍ថាខ្វះគេដែរ បាទបង ប៉ុន្តែគាត់អត់ដឹងថានៅស្រុកក្រៅពេលដែលការប្រកួតប្រជែងកាន់តែខ្ពស់គាត់ប្រើប្រាស់វិធីសាស្ត្រផ្សេងគ្នាពេលថ្ងៃដូចនៅតៃវ៉ាន់អញ្ចឹងគេពាក់กระดาษចេញទៅខាងក្រៅដូចមានឈួតអញ្ចឹងដើម្បីគេហៅថាតាក់ទាញចំណាប់អារម្មណ៍ហើយអ្នកខ្លះទៀតគឺគាត់ស្ពាយនេះស្ពាយនោះឲ្យគេមើលមកកលេចមកឃើញគាត់ហ្មងហ្នឹងហើយពេលខ្លះគេកាន់ផ្លាកដូចអ្នកសុំបើយើងនិយាយស្មាតទុកដូចអ្នកសុំទានឬមួយក៏អ្នកខ្លះវិញកាន់ផ្លាកដូចគ្រូទិសទាអញ្ចឹងដើម្បីតាមផ្លូវឲ្យមានឱកាសគេមើលឃើញកាន់តែច្រើន បាទបង ហ្នឹងហើយដល់ពេលបច្ចុប្បន្នបងឃើញព្រោះពីជំនាន់មុននៅចិននៅតៃវ៉ាន់អីហ្នឹងគឺក៏គាត់ផ្ដោតទៅលើគេហៅថា offline ច្រើនតែដល់ពេលនៅចិនបច្ចុប្បន្នគឺគេផ្ដោតទៅលើទៅ in system ហ្នឹងហើយអញ្ចឹងគេផ្ដោតទៅលើការធ្វើវីដេអូហើយវីដេអូរបស់គាត់គឺ creative មែនតើពេលដែលយើងមើលហើយគឺថាយើងដើរឆ្ងាយជាងគេឆ្ងាយមែនតើគឺគេមានវិធីសាស្ត្រគេមាន content គេមានការបកស្រាយបង្ហាញផ្ទះបង្ហាញទីតាំងហ្នឹងគឺសឹងតែយើងនិយាយថា professional content creator មួយណា បាទបងអញ្ចឹងដូចយើងការចេញទៅក្រៅទៅស្រុកក្រៅហ្នឹងក៏ពិតវាល្អក៏ពិតចំណាយលុយវាត្រូវតែចំណាយហើយតែអ្វីដែលយើងល្អហ្នឹងគឺយើងបានយកអនាគតកាលចូលមកក្នុងប្រទេសយើងពេលខ្លះរបស់ខ្លះយើងអត់ទាន់ប្រើបានភ្លាមមែនតែយើងមានជា mindset ដើម្បីធ្វើអាហ្នឹងដូចសប្តាហ៍ថ្ងៃបងខ្ញុំឃើញតាក់ទងទៅនឹងអាការប្រើប្រាស់បងនិយាយរឿង AI ដើម្បីផលិត content គឺដើម្បីជួយការងារហ្នឹងវាមួយហើយមួយទៀតដូចជាឃើញតាក់ទងនឹងការប្រើ VR ដើម្បីមើលផ្ទះមើលអីខ្ញុំគិតថាអនាគតទៅថ្ងៃមុខបងការប្រើប្រាស់ VR ដើម្បីទៅមើល property ព្រោះដោយសារឥឡូវហ្នឹងគឺអតិថិជន behavior របស់អតិថិជនគាត់ពេលដែលគាត់ប្រើបណ្ដាញសង្គមច្រើនពេកចូលទៅជា introvert ពេលខ្លះគាត់អត់ចង់ទៅខាងក្រៅទេបាទសេរាចរទៀតបាទអញ្ចឹងគាត់ថាទៅថ្ងៃខាងមុខអាការប្រើប្រាស់ VR ដើម្បីទិញហ្នឹងខ្ញុំគិតថាវាអាចនឹងមានការប្រើប្រាស់ទៅថ្ងៃខាងមុខផងដែរព្រោះបើមែនតើអាការប្រើប្រាស់ VR ហ្នឹងវាមានហើយនៅស្រុកក្រៅដូចនៅអាមេរិកដូចនៅចិនអញ្ចឹងវាអាចនឹងចូលរួមចំណែកក្នុងការជួយក្នុងការទិញលក់ប៉ុន្តែដូចជាអត់ទាន់មានការទិញលក់តាមនឹងច្រើនទេប៉ុន្តែដូចអ្វីពេញលេងនិយាយអញ្ចឹងអ្នកខ្លះគឺគាត់អត់ចង់ចេញទៅខាងក្រៅមើលទេដូចនៅចិនអីហ្នឹងគឺគាត់មើល VR សិនថាតើរូបរាងផ្ទះហ្នឹងមិនស្អាតអត់អីអត់នៅអាមេរិកអីហ្នឹងគេអាចនឹងឲ្យអតិថិជនមើលរូបរាងជាលក្ខណៈ VR visual reality ហ្នឹងហើយដល់ពេលអតិថិជនគាត់ឆ្លាញ់ top ឆ្លាញ់ថាអូខេ top 2 របស់គាត់ top 3 របស់គាត់គាត់ចង់ទៅមើលផ្ទាល់អាហ្នឹងទៅមើលម្ដងទៀតដើម្បី confirm ថាមួយណាជាផ្ទះដែលគាត់ពេញចិត្តហើយបើគាត់ចាប់ផ្ដើមសម្រាប់ចិត្តអាហ្នឹងប្រកាសជានឹងដើរទៅនឹងខ្មែរយើងចាប់ផ្ដើមមានដែរប៉ុន្តែភាគច្រើនគឺ VR សម្រាប់តាគេហៅថា condo ឬមួយក៏ផ្ទះដែលមិនទាន់សាងសង់ដើម្បីឲ្យអតិថិជនហ្នឹងគឺគាត់ visualize មើលថាអូរូបរាងផ្ទះហ្នឹងពេលដែលសង់ហើយហ្នឹងវានឹងទៅជារូបរាងម៉េចប៉ុន្តែផ្ទះ secondary គេឬក៏ផ្ទះលក់បន្តឬក៏ផ្ទះសាងសង់អីហើយហ្នឹងអត់សូវមានអ្នកគេផ្ដោតលើការធ្វើ VR ព្រោះយើងអាចនិយាយថាដោយសារតែថ្លៃដើមវាខ្ពស់ពេកអង្គមកថាផ្ទះមួយមកធ្វើ VR ចេញអស់លុយ1កណូអញ្ចឹងលុះត្រាតែអតិថិជនគឺគាត់បើកចិត្តក្នុងការចំណាយលើអាហ្នឹងដែរហ្នឹងហើយឬក៏ម្ចាស់គម្រោងគាត់បើកចិត្តក្នុងការចំណាយអញ្ចឹងប៉ុន្តែថ្ងៃក្រោយប្រកាសជានឹងដើរទៅនឹងឃើញចេះបងបដិបត្តិសប្ថ្ងៃយើងអត់តទៅដល់ VR ហ្នឹងទេតែអតិថិជនណាបងកាលមុនពេលដែលគាត់ចាប់អារម្មណ៍ទីតាំងគាត់ឃើញរូបភាពឬក៏ឃើញពីមុខផ្ទះអីហើយគឺគាត់នឹងទៅមើលហើយតែឥឡូវឃើញចេះបងគាត់ប្រែប្រួលពីការឃើញហ្នឹងគាត់ចង់ទៅមើលផ្ទាល់គាត់មកជាការចង់ឃើញវីដេអូយ៉ាក៏ពិតវីដេអូហ្នឹងមិនមែនថាយើងនិយាយអួតអីទេតែក៏ពិតយើងចាប់ផ្ដើមបំផុសហ្នឹងគឺយើងធ្វើរៀងមុនគេដែរបងមានថានៅពេលដែលយើងទៅថតផ្ទះហ្នឹងមួយគឺយើងមិនមែនថតតែស្លឹកទេយើងធ្វើជាវីដេអូលក្ខណៈថា review ហ្នឹងគឺអំណរគេគឺអតិថិជនគាត់បានឃើញពីតម្រងផ្ទះសិនមុននឹងគាត់សម្រេចចិត្តថាចង់ទៅមើលព្រោះពេលខ្លះខាត់ពេលគាត់ដែរហើយខាត់ទាំងពេលយើងផងព្រោះដោយសារពេលខ្លះយើងជូនទៅហើយគាត់អត់ស្រឡាញ់អញ្ចឹងវាជាខ្ញុំគិតថាបដិបត្តិទៅ VR ហ្នឹងវានឹងទៅតែដោយសារតែឥឡូវហ្នឹងការ set up អាហ្នឹងវាច្រើនហើយវីដេអូឥឡូវយើងស៊ាំណាស់ដោយសារតែយើងអាចនិយាយថា TikTok វាជួយឲ្យអតិថិជនឬក៏អ្នកប្រើប្រាស់ហ្នឹងស៊ាំជាមួយនឹងអាការមើលវីដេអូខ្លីៗហ្នឹងធ្វើឲ្យយើងចាប់ផ្ដើមពេញនិយមលើការប្រើប្រាស់វីដេអូហ្នឹងបើជំនាន់មុនវាមើលតែរូបភាពដែរហ្នឹងតែនៅពេលឥឡូវយើងអាចនិយាយថា platform មួយគឺរុញតែរឿងវីដេអូមនុស្សចាប់ដើមមើលតែវីដេអូដូច Facebook មាន Reel TikTok
មាន YouTube short អញ្ចឹងមនុស្សចាប់ដើមមានទម្លាប់មួយthángមើលវីដេអូស្រួលជាងហ្នឹងហើយអានេះក៏ជា technique មួយដែលម្ចាស់ផ្ទះភាគច្រើនឬក៏អ្នកទិញភាគច្រើនគឺចូលគេតាក់ទងមកយើងគឺដោយសារតែអាភាពសម្បូរបែបលើការផ្សព្វផ្សាយអាភាពសម្បូរបែបនៃ material ដែលយើងផ្ដល់ឲ្យគាត់ដែរបាទបងបាទការធ្វើវីដេអូទីមួយវាជួយជំរុញឲ្យបូកនឹងការចាយលុយនៅក្នុងការផ្សព្វផ្សាយរបស់យើងផងទៅអតិថិជនហើយមួយវិញទៀតឥឡូវនេះគឺយើងចាប់ផ្ដើមមិនមែនថាឥឡូវតាំងពីដើមមកបុគ្គលិកដែលគាត់ចូលមកគឺយើងជំរុញឲ្យគាត់ចេះធ្វើវីដេអូចេះផលិតជា content ខ្លីៗឬក៏ review ផ្ទះដើម្បីធ្វើអីគេផ្សព្វផ្សាយឲ្យទូលំទូលាយជាងមុនព្រោះបើថាកាលមុនយើងមានម្នាក់ពីរនាក់យើងអ្នកធ្វើនៅក្នុងក្រុមហ៊ុនមួយតែឥឡូវយើងមានបុគ្គលិកច្រើនយើងឲ្យគាត់ធ្វើទាំងអស់អញ្ចឹងភាគរយដែលអតិថិជនគោលដៅគាត់នឹងឃើញហ្នឹងគឺវាច្រើនជាងមុនវាទូលំទូលាយព្រោះយើងដឹងថាអានោះវាជួយគាត់ឲ្យមានលទ្ធផលអញ្ចឹងសូម្បីតែវិនិយោគ core value របស់យើងមួយ culture របស់យើងមួយហ្នឹងគឺបណ្ដោះឲ្យពួកគាត់ហ្នឹងខ្លាចទៅជា influencer នៅក្នុងវិស័យអចលនវត្ថុហ្នឹងអញ្ចឹងហើយបាទយើងតែងតែជំរុញគាត់ហើយជំរុញទៀតគឺធ្វើម៉េចឲ្យគាត់ហ្នឹងបើហ៊ានចេញមុខឲ្យគាត់ហ្នឹងចេះធ្វើវីដេអូដែលអាចតាក់ទាញអតិថិជនបានចេះប្រើប្រាស់ tool ដើម្បីឲ្យគាត់ហ្នឹងពង្រីកសក្តានុពលរបស់គាត់ហើយទទួលស្គាល់បេសកកម្មមួយហ្នឹងវាមិនជាបេសកកម្មដែលស្រួលទេមនុស្សពីម្នាក់ដែលគាត់អត់សូវចង់ចេញមុខចេញមាត់អត់ចេះប្រើប្រាស់បច្ចេកវិទ្យាអ្នកខ្លះអត់ទាំងប្រើប្រាស់បណ្ដាញសង្គមផងសុកបាត់ឲ្យគាត់ទៅជាអ្នកចែករំលែកអ្នកបង្ហាញមុខដើម្បីធ្វើវីដេអូណែនាំអតិថិជនគឺជារឿងមួយដែលពិបាកប៉ុន្តែយើងដឹងហើយថាពិភពលោកនឹងដើរទៅអញ្ចឹងនៅចិនគេទៅហើយនៅអាមេរិកក៏គេទៅដែរនៅក្រុមហ៊ុនផ្សេងនៅបណ្ដាប្រទេសអាស៊ានអីក៏ចាប់ផ្ដើមដោះផុសផលរឿងហ្នឹងរហូតដល់ខ្លះគេ live លក់ទៀតជាលក្ខណៈ real estate agent ហ្នឹងណានៅស្រុកយើងចាប់ផ្ដើមបដាប៉ុន្តែនៅតិចតួចនៅឡើយអញ្ចឹងហើយបានថាវិនិយោគទោះបីជាពិបាកក៏ដោយបេសកកម្មហ្នឹងគឺយើងនៅតែបន្តធ្វើព្រោះយើងបន្តធ្វើបាន5ឆ្នាំមកហើយអញ្ចឹងយើងនៅតែចង់ឲ្យពួកគាត់ពេលដែលចូលមកមានចំណេះមានជំនាញរបស់គាត់ហ្នឹងគឺជំនាញតាមសម័យកាលទៀតមិនមែនគ្រាន់តែជំនាញចេះតែទិញលក់ចេះតែផ្លូវច្បាប់ខ្លះយើងចង់ឲ្យគាត់ហ្នឹងខ្លះទៅជាមនុស្សម្នាក់ដែលថាពេលដែលគេឃើញចេញទៅខាងក្រៅគឺគេស្គាល់គាត់នៅក្នុងវិស័យហ្នឹងហ្មងអានេះគឺជាក្តីសម័យរបស់វិនិយោគអញ្ចឹងហើយបើសិនជាអ្នកដែលគាត់ចូលមកក្នុងវិនិយោគបើយើងនិយាយថាបើគាត់មិនមែនជាមនុស្សអញ្ចឹងអាចដំបូងមានរឿង stress ខ្លះដែរប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមគេហៅថាផ្លាស់ប្ដូរផ្នត់គំនិតបើកចំហគាត់ប្រកាសជាចាប់ផ្ដើមអាចនឹងសប្បាយចិត្តនឹងការងារហ្នឹងព្រោះអីគាត់បានដើរមុនគេព្រោះចង់មុននឹងក្រោយគាត់គង់តែទៅអញ្ចឹងទៅដែរអញ្ចឹងហេតុអីបានជាយើងអត់ព្រមធ្វើអីមុនគេដោយវិនិយោគឬមួយក៏អីផ្សេងដែលយើងធ្វើពីមុនមកគឺយើងតែងតែធ្វើមិនឲ្យបានមុនគេទោះបីមិនបានមុនគេក៏ក្នុងចំណោមម្នាក់នៃអ្នកដែលធ្វើបានលឿនជាងគេដែរអញ្ចឹងហើយយើងចង់ឲ្យពួកគាត់ហ្នឹងមានអាផ្នត់គំនិតមួយហ្នឹងដែរដើម្បីឲ្យវិនិយោគហ្នឹងដូចក្តីសម័យរបស់យើងអត់ចង់វិនិយោគគ្រាន់តែជាក្រុមហ៊ុនភ្នាក់ងារធម្មតាដែលគេនិយាយថាក្រុមហ៊ុនខ្មែរមិនដែលបានធ្វើធំទេអញ្ចឹងយើងអត់ទាន់ដឹងថាលទ្ធផលយើងមិនអីប៉ុន្តែអ្វីដែលយើងក្តីសម័យរបស់យើងគឺថាចង់ឲ្យវិនិយោគទៅដល់ណាគេស្គាល់នៅអន្តរជាតិគេថាអូក្រុមហ៊ុននេះគឺជាក្រុមហ៊ុនមួយដែលដើរលឿនមែនតើអញ្ចឹងក្តីសម័យរបស់យើងអញ្ចឹងក្តីសុបិនរបស់យើងគឺអញ្ចឹងប៉ុន្តែសួរឲ្យយើងទៅដល់នឹងអត់បងជឿជាក់ថាទាំងទៅដល់គ្រាន់តែមិនដឹងពេលណាទេប៉ុន្តែយើងនឹងព្យាយាមធ្វើឲ្យវាចេញជារូបរាងធ្វើម៉េចឲ្យក្រុមហ៊ុនខ្មែរគឺជាក្រុមហ៊ុនមួយដែលមានការប្រកួតប្រជែងដែលក្រុមហ៊ុនមួយដែលគេថាអូមិនមែនក្រុមហ៊ុនបរទេសអត់ចង់មកធ្វើការមួយផងអានេះគឺជារឿងមួយក្តីអាការឈឺចាប់មួយថាហេតុអីបានជាក្រុមហ៊ុនក្នុងស្រុកមិនអាចតាក់ទាញ talent បានអានេះគឺជាក្តីសុបិនដែលថាត្រូវតែបង្កើតក្រុមហ៊ុនមួយដែលប្រម៉ូទ talent មកកន្លែងយើងហើយយើងធ្វើបានអ្នកដែលនៅក្នុងវិស័យ digital marketing អីហ្នឹងគឺគាត់ចង់មកច្រើនអញ្ចឹងបងគិតថាអ្នកលក់ប្រកាសជាចាប់ផ្ដើមបដាព្រោះមានអ្នកដាក់ពាក្យមកច្រើនប៉ុន្តែនៅនេះរៀង selective យើងអត់ចង់ថាគ្រាន់តែឲ្យមកយើងចង់ឲ្យគាត់មានគេហៅទស្សនវិស័យតតចរិតមានភាពស្មោះត្រង់អីបានយើងទៅធ្វើការមួយគ្នាបានយើងអត់ចង់ឲ្យគាត់មកខាត់ពេលជាមួយយើងហើយយើងក៏អាចថាអត់ចង់ខាត់ពេលជាមួយគាត់ដូចគ្នាហ្នឹងហើយបើនិយាយរឿងការធ្វើ content បងកាលមុនយើងពិបាកដោយសារអីគេយើងធ្វើខ្លួនឯងកាត់ខ្លួនឯងបោះផ្សព្វផ្សាយខ្លួនឯងតាក់ទងភ្ញៀវជួបភ្ញៀវខ្លួនឯងទៀតតែឥឡូវភ្នាក់ងារឥឡូវគឺគាត់ស្រួលគេដែលថាយើងមានក្រុមការងារជួយគាត់ទាំងអស់គាត់និយាយទៅគាត់ចេញតែមុខឯងអ្នកថតក៏ថតឲ្យគាត់អ្នកកាត់ក៏ឲ្យគាត់សឹងតែពេលខ្លះសឹងតែគ្នាយើងគាត់បើសិនជាគាត់រវល់ខ្លាំងអាចមានគ្នាដែលគាត់ចាំជួយបោះផ្សព្វផ្សាយទៀតអ្វីដែលគាត់ធ្វើហ្នឹងគឺគាត់ចាំតែទទួលភ្ញៀវ
ជួបមួយភ្ញៀវ Claudia ហើយនឹងរៀន ថ្មីហ្នឹងហើយរៀន ហើយនឹងរៀន ហ្នឹងហើយរៀនសូត្រថ្មីព្រោះកាលមុនយើងចាប់ផ្ដើមដំបូងយើងអត់សូវមានធនធានយើងមានហ៊ានជួលគេធ្វើខ្លួនឯងថ្ងៃជួបភ្ញៀវថតដីយប់ឡើងខ្ញុំអង្គុយ design ម៉ោងមិនដល់2 10ជប់ចឹងទៅដែលដឹងថាភ្នាក់ងារដែលគាត់ចាប់ផ្ដើមឥឡូវគាត់ធ្វើបានដល់អញ្ចឹងដូចយើងទេតែមុននឹងយើងឈានមកដល់ចំណុចនេះគឺយើងបានធ្វើអស់ហើយអ្វីដែលយើងត្រូវធ្វើអស់ហើយអ្វីដែលយើងតស៊ូហ្នឹងគឺយើងធ្វើមកច្រើនបងហ្នឹងហើយអញ្ចឹងដោយសារតែវីដេអូនោះវារៀងដូចជាវែងដែរហើយបងអាចថាបើសិនជាថ្ងៃក្រោយយើងមាន topic ល្អតាក់ទងនឹងវិស័យចន្ទៈយើងនឹងយកមកចែកម្លែកបងប្អូនគ្នាទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងសូមបញ្ចប់ត្រឹមប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀត